សួស្តីមិត្តភ័ក្តិទាំងអស់គ្នាឥឡូវនេះ admin ត្រឡប់មកវិញហើយសម្រាប់រឿងដែល admin ត្រូវសម្រាយដំបូងហ្នឹងគឺ admin សុំសម្រាយរឿង Husky នឹងមុនគេហើយក៏ចាប់ផ្ដើមពីក្បាលដំបូងផងដែរអ្នកទាំងអស់គ្នាគឺសម្រាយសារឡើងវិញណាហើយឥឡូវនេះយើងមកចាប់ផ្ដើមសាច់រឿងរបស់យើងតែម្ដងទៅហើយចាប់ផ្ដើមសាច់រឿងរបស់យើងនៅពេលដែលមូរ៉ានឬមកក៏ជាថាសៀនជិននៅមិនទាន់คลายទៅជាស្ដេចមនុស្សជាច្រើនក៏តែងតែជេរគេថាគឺជាឆ្កែអីចឹងណានិយាយរួមទៅលហាសនាមតួថប់របស់យើងហ្នឹងតួឯករបស់យើងគឺបើកឆាកឡើងគឺមានតែពាក្យតេះដៀលប្រមាថមើងងាយដូចជាសត្វឆ្កែយ៉ាងបងប្អូនប្រវត្តិរបស់មូរ៉ាននៅពេលដែលគេមិនទាន់คลายទៅជាថាសៀនជិនមិនត្រឹមតែទទួលការមាក់ងាយរើសអើងមើលងាយពីមនុស្សជុំវិញខ្លួនទេសូម្បីតែបងប្អូនជីដូនមួយដូចជាសៀមឹងក៏តែងតែមិនអោយតម្លៃខ្លួនទៀតតែងតែមើលងាយខ្លួនតែងតែជេរពាក្យថាអាចឆ្កែគ្មានតម្លៃអីអញ្ចឹងទៅហើយបើនិយាយអំពីសម្រស់អង្ការពីមូរ៉ានគេនៅក្មេងវិញគឺថាមូរ៉ានគេគឺជាក្មេងប្រុសដែលគួរឲ្យស្រឡាញ់ខ្លាំងមែនតើមិនថារូបរាងមុខមាត់គឺគួរឲ្យខ្នាញ់អីអញ្ចឹងហើយនៅពេលដែលគេធំឡើងរូបរាងរបស់គេគឺកាន់តែស្រស់សង្ហាថែមទៀតនិយាយរួមទៅនៅក្នុងពិភពសុំសិលនៅក្រៅមេឃគឺមូរ៉ានជាប់ចំណាត់ថ្នាក់បរិសង្ហាទាំងអស់គ្នាគ្រប់គ្នានៅក្រៅមេឃគឺថាគឺសុទ្ធតែទទួលស្គាល់ថាមូរ៉ានគឺជាមនុស្សដែលស្រស់សង្ហាហើយមកជាមួយនឹងគ្រឿងប្រដាប់អាវុធដ៏កាចសាហាវខ្លាំងមែនទែនបើសិនជាមនុស្សស្រីបានឃើញហើយគឺធ្វើឲ្យញាប់ញ័រចិត្តអីអញ្ចឹងណាហើយបើសិនជាបានភ្លក់រួចជាវិញគឺថានឹងជាប់ចិត្តគឺថាជាប់ចិត្តចងចាំដល់ជាតិក្រោយតែម្ដងហើយបន្តមកទៀតរហូតមកដល់មូរ៉ានបានคล้ายទៅជាស្ដេចក្រាញ់នៅក្នុងពិភពសំសិលនោះទៅឈ្មោះដ៏គួរឲ្យអស់សំណើចមួយនេះវារលាយបាត់ទៅអាចឈ្មោះដែលគេហៅតែងតែហៅថាអាចឆ្កែល្ងងអាចឆ្កែគ្មានតម្លៃអីអញ្ចឹងណាបងប្អូនតោះតែคล้ายទៅជាស្ដេចក្រាញ់ហ្នឹងបានអាពាកអស់ហ្នឹងលែងមានណាហ៊ាននិយាយទៀតហើយមានថ្ងៃមួយនៅតាមបណ្ដាបកសុំសិលតូចៗមួយចំនួនក៏បានយកកូនឆ្កែមួយក្បាលមកឲ្យមូរ៉ានកូនឆ្កែមានពណ៌សម្បុរប្រផេះលាយសនៅលើថ្ងាសរបស់វាមានសម្បុររូបអណ្ដាតភ្លើង3ចំណុចដែលមើលទៅក៏ស្រដៀងទៅនឹងឆ្កែព្រៃខ្លះដែរក៏គ្រាន់តែទំហំដងខ្លួនរបស់វាមានរាងមូលដូចជាផ្លែអាឡឹកយ៉ាងអញ្ចឹងក៏ប៉ុន្តែកំណត់របស់វាវិញបែរជាគិតថារូបរាងរបស់ខ្លួនឯងគឺពិតជាគួរឲ្យកោតខ្លាចខ្លាំងមែនទែនវាក៏ប្រហែលជាទទួលការចិញ្ចឹមពីមនុស្សមានអំណាចអញ្ចឹងហើយបានជាធ្វើឲ្យចរិតវាមានមនួតអីអញ្ចឹងណាកូនឆ្កែតូចនឹងរត់លេងពីពេញរាជវាំងដ៏ធំនិងជាច្រើនលើកជាច្រើនសារវាតែងតែតោងឡើងតាមកាន់ចណ្ដាលទៅវាមានដើម្បីមើលម្ចាស់វាក៏ប៉ុន្តែដោយសារតែដៃជើងរបស់វាខ្លីៗពេកអញ្ចឹងហើយវាក៏តោងឡើងតាមកាន់ចណ្ដាលនឹងអត់រួចទេដែលធ្វើឲ្យវាឡើងហើយធ្លាក់ពមៀលឡើងហើយធ្លាក់ពមៀលអីអញ្ចឹងមូរ៉ានអង្គុយលើរាជបល្ល័ង្កសម្លឹងមើលទៅកូនឆ្កែដ៏មានអំនួតនិយាយរួមទៅក្អេងក្អាងហ្មងអ្នកនរគ្នានិយាយរួមទៅវាក្អេងក្អាងដូចម្ចាស់ចិញ្ចឹមអញ្ចឹងសម្លឹងទៅមើលកូនឆ្កែខ្លួនឯងដែលដៃជើងខ្លីៗគ្មានខួរក្បាលដែលឡើងតាមកម្មចន្ទានឹងមិនរួចហ្នឹងហើយក៏និយាយឡើងទៅថាអាចឆ្កែគ្មានតម្លៃតាមពិតទៅពាក្យហ្នឹងប្រៀបដូចជានិយាយលេងអញ្ចឹងនឹកដល់អតីតកាលដែលគេតែងតែមើលងាយខ្លួនឯងអញ្ចឹងប៉ុន្តែមិននឹកស្មានថាមានថ្ងៃមួយខ្លួនឯងក៏ចេះប្រើពាក្យនេះដើម្បីជេរដែរហើយដូចថាអញ្ចឹងកាលណាដែលយើងទៅជេរនរណាម្នាក់ជាក់ស្ដែងគឺតែងតែប្រើពាក្យដាក់ឈ្មោះតែឆ្កែនាំមុខរហូតហើយបើសិនជាយើងគិតដល់ទៅតាមការពិតទៅគេជេរតែឆ្កែទេគ្មាននរណាជេរមនុស្សគ្នាឯងផងហ្នឹងសង្ស័យតែមានថ្ងៃណាមួយឆ្កែនាំគ្នាបាតកម្មពីព្រោះអីគ្នាមិនដែរដឹងអីផងគ្នាមិនដែរទៅធ្វើខុសអីផងជេរគ្នាដែរហើយមិនយូរប្រហែលពីកូនឆ្កែតូចដ៏គួរឲ្យស្រឡាញ់ក៏ប្រែក្លាយទៅជាឆ្កែធំពីឆ្កែធំក៏ក្លាយទៅជាឆ្កែចាស់ពីឆ្កែចាស់ក៏ប្រែក្លាយទៅជាឆ្កែងាប់មូរ៉ានបិទភ្នែកបន្តិចបន្ទាប់មកក៏បើកភ្នែកឡើងមកវិញក្នុងមួយឆាកជីវិតរបស់គេមានទាំងការយកចិត្តយកថ្លើមមានទាំងត្រូវគេប្រមាថមើលងាយមើលថោកជីវិតមានឡើងមានចុះអស់រយៈពេល32ឆ្នាំគេមានអារម្មណ៍ថាគេលេងជាមួយនឹងអ្វីៗគ្រប់យ៉ាងនៅក្នុងโลกនេះឡើងធុញទ្រាន់ទៅហើយមានអារម្មណ៍ថាធុញថប់ខ្លាំងមែនទែននិងឯកោខ្លាំងមែនទែនប្រហែលឆ្នាំមកនេះមុខមាត់មនុស្សដែលគេធ្លាប់ស្គាល់ក៏ចាប់ផ្ដើមបាត់ទៅម្ដងបន្តិចនិងសូមបីតាអណ្ដាតភ្លើង3ចំណុចឆ្កែរបស់គេហ្នឹងណាវាក៏ងាប់ចោលគេទៀតជីវិតសត្វឆ្កែតាមពិតទៅវាខ្លីជាងមនុស្សឆ្ងាយណាស់នៅក្នុងខណៈនេះមូរ៉ានមានអារម្មណ៍ថាខ្លួនឯងគឺពិតជាធុញទ្រាន់ខ្លាំងមែនទែនធុញទ្រាន់នឹងភាពឯកានឹងខ្លាំងមែនទែនអញ្ចឹងហើយមូរ៉ានគេក៏មានអារម្មណ៍ថាខ្លួនឯងក៏ដល់ពេលល្មមដល់ពេលដែលត្រូវងាប់ដែរបានហើយប្រើជីវិតរស់នៅជាមួយនឹងរបស់អត់ប្រយោជន៍និយាយរួមទៅប្រើជីវិតអត់ប្រយោជន៍ណាលេងសើចជាមួយនឹងការស្លាប់រស់របស់អ្នកដទៃលេងសើចជាមួយនឹងរបស់ដែលមិនគួរលេងនិយាយរួមទៅប្រើជីវិតរស់នៅគឺខ្ជះខ្ជាយពេលវេលាខ្លាំងមែនទែនមិនដឹងថាខ្លួនឯងរស់នៅដើម្បីអ្វីទេរស់នៅដើម្បីការសប្បាយរស់នៅដើម្បីការសងសឹកឬមកក៏រស់ដើម្បីក្តីសុខគឺថារនឹកអត់ឃើញតគ្នាអញ្ចឹងហើយដល់ពេលជីវិតនៅសល់តែឯងទៅមានអារម្មណ៍ថា
ខ្លួនឯងក៏ល្មមដល់ពេលដែលចុះនរក180ជាន់បានហើយមរ៉ានគេក៏យកផ្លែតំពាំងបាយជូរមកបកស្របកញ៉ាំទាំងមានអាកប្បកិរិយាដូចជាខ្ជិលនឹងមើលទៅលក្ខណៈថាតិចអីអញ្ចឹងមរ៉ានក្រេបរសជាតិដ៏ផ្អែមរបស់ផ្លែតំពាំងបាយជូរនៅក្នុងមាត់និងពិចារណាទៅលើម្រាមដៃរបស់ខ្លួនឯងបន្តិចបន្ទាប់មកក៏បិទភ្នែករបស់ខ្លួនឯងម្ដងទៀតដោយភាពធុញទ្រាន់ខ្លាំងមែនទែនគេមានអារម្មណ៍ថាខ្លួនឯងក៏ដល់ពេលងាប់បានហើយបើនិយាយទៅក្នុងការដែលបានមកអង្គុយនៅក្នុងតំណែងមួយនេះវាមិនស្រួលនោះទេអ្វីដែលសំខាន់មិនត្រឹមតែមានមន្តអាគមដ៏ខ្លាំងក្លាអស្ចារ្យប៉ុណ្ណោះទេក៏ប៉ុន្តែក៏ត្រូវតែមានស្បែកមុខដ៏ក្រាស់និងរឹងមាំដូចជាថ្មផងដែរអ្នកណាមិនដឹងទេតែអាត្មាវិញដឹងស្រាប់ហើយថាឯងនឹងស្បែកមុខក្រាស់ជាងកង់ឡានទៀតកាលពីមុននៅចំពោះមុខរបស់គេបាក់ធំទាំង10នៅក្នុងពិភពសំសិលគឺមានឥទ្ធិពលស្មើគ្នាពួកគេមានតលភាពស្មើគ្នាទៅវិញទៅមកនិងមិនមានភាគីណាម្នាក់ដែលអាចប្រើកម្លាំងខ្លួនឯងតែម្នាក់ឯងហ្នឹងទៅក្លាប់មេឃក្លាប់ដីបានទេម្យ៉ាងវិញទៀតមេបកសំណាក់គ្រប់សំណាក់ទាំងអស់ក៏ត្រូវតែមានទេពកោសល្យលេចធ្លោនិងជាម្ចាស់តម្រាក្នុងការសិក្សានិងបើទោះបីជាខ្លួនឯងចង់តែងតាំងឋានៈឲ្យខ្លួនឯងលេងបន្តិចបន្តួចក៏ដោយនោះក៏ត្រូវតែមានការកោតក្រែងពីអ្នកកត់តម្រាប្រវត្តិសាស្ត្រផងដែរពីព្រោះអីខ្លាចថាខ្លួនឯងនឹងត្រូវទទួលរងនូវក្តីអាម៉ាស់ត្រូវស្អុយឈ្មោះរាប់ពាន់ម៉ឺនឆ្នាំក៏ប៉ុន្តែបុរាណគេគឺមិនដូចគ្នាទេគេគឺជាអន្តពាលរឿងដែលអ្នកដទៃមិនហ៊ានធ្វើគេគឺបានធ្វើមកអស់ហើយផឹកស្រាដែលមានរសជាតិក្តៅនិងខ្លាំងជាងគេនៃពិភពមនុស្សរៀបការជាមួយស្ត្រីដែលមានសម្រស់ស្រស់ស្អាតដាច់គេនៅក្នុងโลกប្រែคล้ายទៅជាថាសៀនទីជីនជាអធិរាជជន់ឈ្លីពពួកមនុស្សបរិសុទ្ធហើយមុនពេលដែលមូរ៉ានគេតែងតាំងខ្លួនឯងធ្វើជាស្ដេចណាគេក៏បានធ្វើការបោសសម្អាតនិងជេរប្រមាថគំរាមកំហែងទៅកាន់ប្រជាជនគឺមិនរើសមុខទេអ្នកដែលអាចព្រមលុតជង្គង់ឲ្យគេនោះនឹងរស់និងចំណែកឯអ្នកមិនព្រមវិញគឺត្រូវសម្លាប់ចោលទាំងអស់រយៈពេលជាច្រើនឆ្នាំដែលគេបានគ្រប់គ្រងនៅក្រៅមេឃពិភពសំសិលឯនិយាយបានថាឈាមហូរដូចជាទន្លេយ៉ាងអញ្ចឹងគ្រោះមហន្តរាយរីករាលដាលទៅគ្រប់ទីកន្លែងភាពខុសខើរបស់មូរ៉ានចាប់ផ្ដើមធ្វើឲ្យមនុស្សគ្រប់គ្នានៅមិនសុខអីអ្នកក្លាហាននៅគ្រប់ទីកន្លែងជាច្រើនក៏បានរួបរวมគ្នាក្រោកឈរឡើងដើម្បីប្រឆាំងជាមួយនឹងគេហើយចំណែកឯសំណាក់រូហ្វឹងមួយក្នុងចំណោមសំណាក់ធំទាំង10ក៏ត្រូវបានមូរ៉ានឹងគេសម្លាប់រង្គាលគ្មានសល់ផងដែរចុងក្រោយសូម្បីតែគ្រូដែលបានបង្ហាត់បង្រៀនយុទ្ធសាស្ត្រឲ្យខ្លួនឯងហ្នឹងណាក៏មិនអាចគេចផុតពីក្រញាំបិសាចរបស់មូរ៉ានដូចគ្នាគាត់ត្រូវបានកូនសិស្សជាទីស្រឡាញ់កាលពីមុនហ្នឹងនាំខ្លួនរបស់គាត់មកឃុំឃាំងនៅក្នុងដំណាក់រួចហើយក៏បានបិទបរិវេណដំណាក់មិនឲ្យមានមនុស្សចេញចូលដោយសេរីនោះទេហើយក៏គ្មាននរណាម្នាក់បានដឹងអំពីដំណឹងរបស់គាត់ទៀតដែរផែនដីដ៏ធំល្វឹងល្វើយដើមឡើយធ្លាប់តែមានសន្តិភាពឥឡូវស្រាប់តែប្រែធ្លាក់ចូលទៅក្នុងភាពងងឹតស្ដេចឆ្កែមូរ៉ានក៏បានចាប់ផ្ដើមសិក្សាតម្រានិងរៀនសរសេរមិនបានប្រមាណថ្ងៃហើយត្រូវនឹងគេគឺជាមនុស្សដែលចង់ធ្វើអ្វីមួយហើយដោយមិនចេះគិតនិងគ្មានដែនកំណត់ថែមទៀតដូច្នេះហើយនៅក្នុងអំឡុងពេលដែលគេកាន់កាប់អំណាចក៏តែងតែមានរឿងផ្ដេសផ្ដាស់កើតឡើងមិនចេះចប់មិនចេះហើយនោះទេក៏ដូចជារឿងកត់សម័យរាជការជាដើម3ឆ្នាំដំបូងនៅពេលដែលគេក្លាយទៅជាស្ដេចនៃរាជការវ៉ាងប៉ានេះគឺជាឈ្មោះដែលគេបាននឹកឃើញនៅពេលដែលគេឲ្យចំណីត្រីដែលគេបានចិញ្ចឹមនៅក្នុងស្រះចំណុចនេះចង់បញ្ជាក់ឲ្យអ្នកទាំងអស់គ្នាដឹងថាតាមការពិតទៅអត្ថន័យរបស់គេចង់និយាយថានៅពេលដែលមូរ៉ានក្លាយទៅជាស្ដេចចាប់ផ្ដើមរៀនតម្រាសិក្សាអំពីតម្រារៀនសរសេរអីចឹងតាមការពិតទៅមូរ៉ានគឺជាមនុស្សដែលខ្ជិលរៀនអ្នកទាំងអស់គ្នាយកក៏ចាប់ផ្ដើមរៀនអញ្ចឹងហើយការតាំងរាជការរបស់គេហ្នឹងរៀននិយមទៅរៀនមិនបានប្រហែលថ្ងៃអញ្ចឹងហើយបានជាការតាំងរាជការរបស់គេវាលក្ខណៈថាអន់ជាងក្មេងមកតៃអីអញ្ចឹងឬមួយក៏ការតាំងរាជការរបស់គេគឺជាមនុស្សដែលគ្មានខួរក្បាលគ្មានចំណេះដឹងអីអញ្ចឹងបងប្អូនហើយក៏ដូចជាឆ្នាំទី2នេះជាដើមឆ្នាំទី2នេះមានរាជការឈ្មោះថាខ្វាពាក្យនេះក៏ដោយសារតែគេបានឮសំឡេងកែវិយមនៅក្នុងទីធ្លាផ្ទះនៅក្នុងរដូវក្តៅណាដូច្នេះហើយក៏ធ្វើឲ្យគេមានជំនឿយ៉ាងមុតមមថានេះគឺជាកម្លាំងបណ្ដាចិត្តពីឋានសួគ៌ដែលប្រទានពរឲ្យមកគេដូច្នេះហើយគេមិនអាចធ្វើឲ្យការតាំងចិត្តរបស់ឋានសួគ៌មានការខកបំណងបានទេអូនិយាយរួមទៅការគិតចេញមកអច្ឆរិយៈសាហាវហ្មងនេះឯងលទ្ធផលមិនរៀនយូរទៅគាត់តែសម្លេងសត្វស្រែក៏អាចយកមកតាំងរាជការឆ្នាំបានដែរបងប្អូនគ្នាគិតមើលអច្ឆរិយៈប៉ុណ្ណាហើយកាត់បែរមកមើលពួកនិស្សិតនៅក្នុងចំណោមអ្នកភូមិនេះវិញពួកគេក៏ធ្លាប់គិតដែរថាប្រហែលជាគ្មានរាជការណាដែលរន្ធត់និងពិបាកទទួលយកដោយរាជការវ៉ាងប៉ាហើយនឹងខ្វះទៀតនោះទេហើយបើទោះបីជាពួកគេមានការរិះគន់ឈ្មោះទាំងនេះក៏ដោយក៏ប៉ុន្តែចុងក្រោយពួកគេក៏នៅតែមិនបានដឹងអំពីមូវីសំបីតែម្យ៉ាងចំណុចនេះលក្ខណៈថាដូចយើងនិយាយដើមគេអញ្ចឹងដល់គ្នានិយាយពីគេនិយាយថាចេះដឹងពីគេគ្រប់រឿងយល់ទៅដឹងជាម្ចាស់ខ្លួនគេទៀតលក្ខណៈអញ្ចឹងណាបងប្អូន
តែអ្នកខ្លួនឯងមិនស្គាល់ពីគេផងក៏ប៉ុន្តែយកទៅដើរនិយាយគឺថាដឹងខ្ទេចហ្មងរឿងផ្ទៃក្នុងរបស់គេមិនគឺដឹងស្គាល់ខ្ទេចហ្មងចំណុចនេះគឺចង់បានន័យអញ្ចឹងឯងបន្ទាប់មកទៀតនៅក្នុងឆ្នាំទី3នៅក្នុងឆ្នាំទី3នៅតាមតំបន់ក៏ចាប់ផ្ដើមមានការបោះបោរមិនថាតែក្រុមអ្នកបួសឬមួយក៏ក្រុមតៅឬក៏អ្នកហាត់វិទ្យាសិល្ប៍ក្រុមអ្នកក្លាហាននៅក្នុងពិភពគុណពួកគេក៏មិនអាចស៊ូទ្រាំជាមួយនឹងភាពខុសខើរបស់មូរ៉ានបានទៀតដែរដូច្នេះហើយពួកគេក៏ចាប់ផ្ដើមក្រោកឈរឡើងប្រឆាំងជាមួយនឹងមូរ៉ានឥតឈប់ឈរអញ្ចឹងហើយនៅលើកនេះមូរ៉ានគឺបានគិតយ៉ាងម៉ត់ចត់ហើយគិតឡើងអស់កន្លះថ្ងៃបន្ទាប់ពីព្រៀងឈ្មោះរាប់មិនអស់គឺថាឈ្មោះដែលតាំងរាជការឆ្នាំទី3ហ្នឹងណាបងប្អូនហើយការតាំងឈ្មោះរាជការនៅលើកនោះផងដែរគឺថាគេព្រៀងគឺព្រៀងខ្លាំងមែនទែនហើយនិយាយបានថាឈ្មោះរាជការលើកនេះគឺថាធ្វើឲ្យកក្រើកមេឃរំជួយអីហើយរហូតដល់ឋានទេវតានិងសូម្បីតែឋានខ្មោចក៏សូមស្រែកយំដែរហើយនៅទីបញ្ចប់វាក៏អាចចាប់ផ្ដើមបានហើយជីប៉ាអ្នកទាំងអស់គ្នាសូមទះដៃឲ្យអច្ឆរិយៈម៉ូរបស់យើងទាំងអស់គ្នាយេអត្ថន័យនេះវាគឺពិតជាអស្ចារ្យខ្លាំងណាស់ពីតួអក្សរដែលស្ដេចទី1ប្រើខួរក្បាលកិត្តសេចេញមកហើយពីតួអក្សរនេះផងដែរវាគឺមានន័យថាចង់បញ្ចប់នៃសង្គ្រាមឈ្មោះគឺពិតជាល្អខ្លាំងមែនទែនក៏ប៉ុន្តែចង់បញ្ជាក់ថាអ្នកទាំងអស់គ្នាកុំអាសរសើរខ្លាំងពេកយើងមិនអាចដាក់បន្ទុកតែពួកយើងទេអញ្ចឹងហើយត្រូវមានអ្នកភូមិមកជួយដាក់បន្ទុកផងដែរអញ្ចឹងមកមើលពួកអ្នកស្រុកអ្នកភូមិគេជួយដាក់បន្ទុកឲ្យម្ដងពាក្យនេះគឺពិតជាល្អខ្លាំងមែនទែនក៏ប៉ុន្តែវាចម្លែកត្រង់ថានៅពេលដែលអ្នកភូមិហៅឈ្មោះនេះម្ដងឃើញយ៉ាងច្បាស់ណាស់ថាពួកគេគឺមានអារម្មណ៍ថាខ្មាស់អៀនមាត់ខ្លាំងមែនទែនសំណួរហេតុអីនៅពេលដែលប្រើពាក្យនេះឲ្យត្រូវអៀនខ្មាស់មាត់អ្នកទាំងអស់គ្នាឥឡូវយើងមកតាមដានបន្ទុករបស់អ្នកភូមិបន្តទៀតជាពិសេសអ្នកដែលចេះអក្សរតែម្ដងក្រោយពីពួកគេបានស្ដាប់ហើយពួកគេក៏មានអារម្មណ៍ដែរថាវាគឺពិតជាតានតឹងនៅក្នុងចិត្តដូចគ្នាឆ្នាំទី1ត្រូវហៅថាជីប៉ាឆ្នាំទី1ស្ដាប់យ៉ាងណាក៏នៅតែដូចជាជីប៉ាឆ្នាំទី1មានន័យថាជីប៉ាឆ្នាំទី1មានន័យអញ្ចឹងបន្ទាប់មកហៅថាជីប៉ាឆ្នាំទី2រហូតមកដល់ជីប៉ាឆ្នាំទី3ឥឡូវយើងមកមើលបារម្ភម្នាក់នេះម្ដងនៅក្នុងពេលហ្នឹងក៏មាននរណាម្នាក់បិទទ្វារបន្ទប់ឬសូតែប៉ាំងហើយក៏ជេរប្រតិចទៅថាពិតជាផ្ដេសផ្ដាស់ខ្លាំងណាស់ផ្ដេសផ្ដាស់ពេកហើយហេតុអីមិនហៅថាជីប៉ាឈាននានតែម្ដងទៅហើយតទៅបើសិនជាបានជួបនឹងបរិះនៅទីណាក៏មិនចាំបាច់សួរអំពីអាយុរបស់គេទេក៏ប៉ុន្តែត្រូវសួរថាតើលឹងរបស់អ្នកមានអាយុប្រមាណហើយបើសិនជាតាចាស់អាយុ100ឆ្នាំវិញអញ្ចឹងក៏ហៅគាត់ថាលឹងអាយុ100ឆ្នាំទៅមានអីត្រូវនិយាយទៀតលើហើយទម្រាំតែឆ្លងផុតឆ្នាំទាំង3នេះវាគឺពិតជាពិបាកខ្លាំងមែនទែនហើយនៅទីបំផុតរាជការជីប៉ានេះវាក៏ដល់ពេលដែលត្រូវផ្លាស់ប្ដូរបានដែរឥឡូវនេះមកទាយពាក្យណាអ្នកនរគ្នាអ្នកអាចរកពាក្យណាមួយដែលអ្នកគិតថាវាគឺជាពាក្យគួរសមគួរអ្នកនរគ្នាអាទី1មានន័យថាក្រធីទឹកណាក្រធីទឹកវាដូចជាអាសត្វក្រធីដូចដៅអ្នកនរគ្នាហើយជាអញ្ចឹងហីអានេះអត់មានក៏មិនដឹងថាគេប្រៀបធៀបទៅសត្វក្រធីក៏មិនដឹងថាមានន័យថាម៉េចដែរអ្នកនរគ្នាគិតយល់ស្វែងយល់ខ្លួនឯងអត់មានក៏មិនសូវយល់ប្រហែលណារឿងអញ្ចឹងហើយចំណែកទី2ឬជាការធ្វើត្រាប់តាមសំឡេងកង្កែបឬទាក៏បានដែរអ្នកទាំងអស់គ្នាណាអាហ្នឹងរាជការទី2អ្នកទាំងអស់គ្នាដែលមូរ៉ានលើសំឡេងកង្កែបហើយចំណុចទី3គឺមានន័យថា Severland អ្នកទាំងអស់គ្នាទី3ណាអ្នកទាំងអស់គ្នាអាចស្វែងយល់ខ្លួនឯងហើយស្ដាប់មកហ្នឹងតើអាពាក្យទាំងអស់ហ្នឹងតើអ្នកភូមិមានប្រតិកម្មអីខ្លះហើយចំណែកទី4គឺមានន័យថាបញ្ចប់សង្គ្រាមជារៀងរហូតអ្នកទាំងអស់គ្នាទាំង4ពាក្យនេះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរជ្រើសរើសពាក្យមួយណាដែលសមគួរដែលគួរសមហ៎ក៏ប៉ុន្តែដោយអេដមីនបានប្រាប់បញ្ជាក់ទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងដូចយើងនិយាយដើមគេអញ្ចឹងយើងនិយាយដើមគេដឹងពីគេគ្រប់រឿងណាដឹងពីគេគ្រប់រឿងហើយតែដល់ខ្លួនឯងស្គាល់គេទេទៅនិយាយដើមពីគេយល់ទៅដឹងច្បាស់ជាម្ចាស់ខ្លួនគេទៀតអាហ្នឹងចំណុចទី4ណាអ្នកនរគ្នាអាហ្នឹងយើងក៏អាចមានន័យទៅអញ្ចឹងក៏បានដែរក៏ប៉ុន្តែការនិយាយរបស់អ្នកភូមិរបស់អ្នកដែលចេះអក្សរអ្នកសិក្សាអីគេស្ដាប់ទៅមានអារម្មណ៍ថាមូរ៉ានគឺជាមនុស្សស្មុគគ្រោកខ្លាំងមែនតើអាកប្បកិរិយាមូរ៉ានបញ្ចេញមកខូខើហើយមនុស្សដែលឆ្
គួតនឹងកាមអីអញ្ចឹងណាជាមនុស្សអត់ខួរក្បាលខ្លាំងមែនតើល្ងងខ្លោចខ្លាំងមែនតើក៏ប៉ុន្តែសួរថាតើអ្នកភូមិអ្នកស្រុកអ្នកភូមិអ្នកដែលនិយាយដើមម៉ូរ៉ាហ្នឹងគាត់ស្គាល់ពីម៉ូរ៉ាច្បាស់ហើយអូខេអ្នកទាំងអស់គ្នាឥឡូវនេះយើងមកចាប់ផ្ដើមសាច់រឿងរបស់យើងបន្តប្រជាជនទាំងអស់នៅក្រៅមេឃកំពុងតែរងចាំដោយក្តីញាប់ញ័រខ្លាំងមែនតើចំពោះរាជការទី4របស់ស្ដេចផ្ដាច់ការក៏ប៉ុន្តែនៅឆ្នាំនេះម៉ូរ៉ានគេគ្មានគំនិតនឹងដាក់ឈ្មោះទៀតនោះទេពីព្រោះអីក៏ដោយសារតែនៅឆ្នាំនេះមានភាពចលាចលនៅក្នុងពិភពសុំសិលក៏បានផ្ទុះឡើងគ្រប់ទីកន្លែងការលើកស្ទួយគុណធម៌នៅក្នុងពិភពគុណនិងមិនថាពពួកមនុស្សបរិសុទ្ធឬមកក៏អ្នកចម្បាំងដ៏ក្លាហាននោះទេពួកគេក៏បាននាំគ្នាស៊ូទ្រាំនឹងការលបាកអស់រយៈពេលជិត10ឆ្នាំហើយនៅទីបំផុតពួកគេក៏បានរួបរวมគ្នាបង្កើតកងទ័ពដ៏ខ្លាំងក្លារាប់ម៉ឺននាក់បង្ខំឲ្យម៉ូវីអ៊ីដែលជាស្ដេចទី1នេះចុះចេញពីអំណាចពីព្រោះអីពិភពសុំសិលមិនត្រូវការស្ដេចនោះទេជាពិសេសគឺជាស្ដេចផ្ដាច់ការបែបនេះតែម្ដងហើយបន្ទាប់ពីធ្វើសង្គ្រាមបង្ហូរឈាមគ្នាអស់រយៈពេលជាច្រើនខែនៅទីបំផុតកងទ័ពគុណធម៌ក៏បានមកដល់ជើងភ្នំស៊ឺសឹងភ្នំដ៏ចោតងាយនឹងមានគ្រោះថ្នាក់ដែលស្ថិតនៅក្នុងដែនដីស៊ូជងនេះផងដែរវាក៏ត្រូវគ្របដណ្ដប់ដោយអាប់ពេញមួយឆ្នាំវិមានរបស់ម៉ូរ៉ានឈរយ៉ាងអស្ចារ្យនៅលើកំពូលភ្នំនេះឯងហើយចំណែកឯព្រួញគ្រឿងប្រដាប់អាវុធឯនេះវិញក៏បានត្រៀមរួចរាល់អស់ហើយផងដែរនឹងរងចាំតែការវាយប្រហារជាលើកចុងក្រោយតែប៉ុណ្ណោះហើយដើម្បីផ្ដួលរំលំអំណាចរបស់ម៉ូរ៉ានអាចនិយាយបានថានេះគឺជាការវាយប្រហារដែលប្រថុយប្រឋានខ្លាំងមែនទែននិងមិនច្បាស់លាស់បំផុតទេចំណុចនេះលក្ខណៈថានៅពេលដែលយើងវាយប្រហារមកដល់រូងខ្លាយើងក៏មានអារម្មណ៍ថាដូចជាមិនសូវទុកចិត្តអីអញ្ចឹងបងប្អូនគ្នាហើយនៅពេលដែលឃើញថាមើលទៅឱកាសដែលឈ្នះវាតិចពេកដូច្នេះហើយក៏ធ្វើឲ្យមនុស្សមួយចំនួននៅក្នុងចំណោមកងទ័ពសម្ព័ន្ធមិត្តដែលដើមឡើយមានសត្រូវរួមជាមួយគ្នានេះនៅពេលនេះពួកគេក៏ចាប់ផ្ដើមបែកបាក់សាមគ្គីគ្នាជាម្ដងអំណាចចាស់ចាប់ផ្ដើមដួលរលំអំណាចថ្មីក៏ចាប់ផ្ដើមស្ដារឡើងមកវិញដូច្នេះហើយនៅក្នុងគណៈនេះគ្មាននរណាម្នាក់ចង់ខ្ជះខ្ជាយកម្លាំងរបស់ខ្លួនឯងនៅក្នុងពេលវេលានេះនោះទេនៅពេលនេះក៏គ្មាននរណាម្នាក់សុខចិត្តធ្វើជាជួរមុខដើម្បីឡើងភ្នំទមុនគេនោះទេហើយគណៈពេលដែលមនុស្សនៅក្នុងក្រុមចាប់ផ្ដើមមានចិត្តស្ទាក់ស្ទើរភ័យខ្លាចមិនមានទំនុកចិត្តបែបនេះនោះប្រកាសជាគ្មាននរណាម្នាក់សុខចិត្តប្រថុយជីវិតដ៏អត់ប្រយោជន៍នោះឡើយជាពិសេសនៅពេលដែលយើងមកដល់មាត់រូងខ្លាបែបនឹងតែម្ដងនៅក្នុងចិនប្រកាសជាមានភាពភ័យខ្លាចវាគឺជារឿងធម្មតាទៅហើយពួកគេគឺភ័យខ្លាចថាស្ដេចផ្ដាច់ការដ៏មានល្បិចកលម្នាក់នេះនៅសុកសុងក៏ស្រាប់តែចុះពីលើមេឃមកភ្លាមនឹងមានចង្កូមពណ៌សភ្លឺថ្លាត្រជាក់កាចសាហាវដូចជាសត្វដេរិឆានចាប់អ្នកដែលហ៊ានមកឡោមព័ទ្ធអុកលុកដំណាក់របស់គេយកមកហែកទ្រូងវះពោះជ្រៀកចោលជាបំណែកហើយនៅក្នុងគណៈនឹងគណៈពេលដែលគ្រប់គ្នាមានអារម្មណ៍ថាដូចជាមន់ធ្លាក់ទឹកអីអញ្ចឹងទាំងដែលដើមឡើយគឺជាឥន្ទ្រីដ៏អង់អាចទេគណៈពេលហ្នឹងក៏ស្រាប់តែមាននរណាម្នាក់ក៏បាននិយាយឡើងទាំងទឹកមុខតានតឹងទៅថាមូវីអ៊ីមានមន្តអាគមខ្ពង់ខ្ពស់ខ្លាំងណាស់ចិនក៏កាយសាហាវខូខើថែមទៀតពួកយើងត្រូវតែមានការប្រុងប្រយ័ត្នជាមុនសិនកុំចាញ់ល្បិចកលរបស់គេឲ្យសោះហើយលើបរោះម្នាក់នឹងនិយាយអញ្ចឹងមេដឹកនាំក៏យល់ឃើញអញ្ចឹងដែរមានការប្រុងប្រយ័ត្នវាគឺជារឿងល្អឯងដើម្បីកុំឲ្យមានរឿងដែលនឹកស្មានដល់ស្របពេលហ្នឹងក៏ស្រាប់តែមានយុវជនដ៏សង្ហាម្នាក់ក៏បានដើរចូលមកទាំងអាកប្បកិរិយាក្រអឺតកតមនៅលើខ្លួនរបស់គេពាក់គ្រឿងប្រដាប់ប្រយុទ្ធប្រាក់ពណ៌ខៀវស្រាលនិងខ្សែក្រវ៉ាត់ចង្កេះមានរូបក្បាលតោសក់ចងកន្ទុយសេះឡើងខ្ពស់រួមទាំងបូចងសក់ប្រាក់ដ៏ប្រណិតទឹកមុខអ្នកកំឡោះម្នាក់នេះមានការតានតឹងជាខ្លាំងមើលទៅទឹកមុខគឺពិបាកមើលខ្លាំងមែនតើបញ្ចេញអាចចំហាយមិនពេញចិត្តខ្លាំងមែនតើទាំងអស់គ្នាបានមកដល់ជើងភ្នំហើយក៏ប៉ុន្តែពួកលោកបែរជានៅរេរនៅទីនេះមិនព្រមឡើងទៅឬគិតចង់ឲ្យម៉ូវីអ៊ីចុះមកដល់ខ្លួនឯងមែនគឺពិតជាសម្រាមកំសាកញីពិតមែនឮគេនិយាយអញ្ចឹងគ្រប់គ្នាដែលនៅទីនេះមានការខឹងសម្បាជាខ្លាំងហើយក៏តបវិញទៅថាអ្នកប្រុសសៀនេះតើមានន័យថាយ៉ាងម៉េចស្អីទៅដែលថាហៅកំសាកញីទាហានទាំងអស់មុននឹងធ្វើសកម្មភាពត្រូវតែមានការប្រុងប្រយ័ត្ននោះគឺជាទីតាំងនឹងឯងហើយបើសិនជាមិនចាប់អារម្មណ៍អ្វីៗដូចជាលោកនឹងស្រាប់តែមានរឿងកើតឡើងមកតើអ្នកណាជាអ្នកទទួលខុសត្រូវទៅហ៎នៅខណៈហ្នឹងក៏ស្រាប់តែមានមនុស្សម្នាក់ទៀតក៏បានសើចច្មោកឡើងដែរថាហើយអ្នកប្រុសសៀគឺជាបុត្រសំណប់របស់ឋានសួគ៌ពួកយើងគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះបើសិនជាបុត្រសំណប់របស់ឋានសួគ៌មិនអាចរងចាំបានទេនឹងចង់ប្រយុទ្ធជាមួយស្ដេចទី1នៃលោកមនុស្សអញ្ចឹងលោកក៏ឡើងទៅមុនទៅពួកយើងនឹងនៅផឹកស្រាជប់លៀងរងចាំលោកនៅជើងភ្នំនេះចាំលោកយកក្បាលម៉ូវីអ៊ីចុះមកវិញបែបនេះគឺពិតជាប្រសើរខ្លាំងណាស់និយាយរួមមួយនេះនិយាយចេញមកគឺឌឺសាហាវមកដល់គ្នាហើយនៅក្នុងគណៈពេលដែលគ្រប់គ្នាកំពុងតែបញ្ចេញចង្កូមដាក់គ្នាឯងគណៈហ្នឹងក៏ស្រាប់តែមានព្រះសង្ឃចំណាស់ម្នាក់នៅក្នុងចំណោមកងទ័ពសម្ព័ន្ធមិត្តគាត់ក៏ប្រញាប់មកហាមអ្នកកំឡោះដែលបំរុងតែនឹងបញ្ចេញកំហឹងម្នាក់ហ្នឹងទាំងទឹកមុខមើលទៅថ្លៃថ្នូររួចហើយក៏និយាយបែបលួងលោមទៅកាន់អ្នកកំឡោះម្នាក់ហ្នឹងទៅថាអ្នកប្រុសសៀសូមស្ដាប់អាត្មាបន្តិចអាត្មាដឹងថាអ្នកប្រុសហើយនឹងមូវីអ៊ីមានគំនុំផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅក៏ប៉ុន្តែការបង្ខំឲ្យគេបោះបង់អំណាចវាគឺជារឿងធំសូមអ្នកប្រុសគិតដល់អ្នកគ្រប់គ្នាកុំធ្វើអ្វីទាំងចិត្តឆេវឆាវជាដាច់ខាតអ្នកប្រុសសៀគឺមានឈ្មោះពេញថាសៀម៉ងណាស់អ្នកនរគ្នា
10 ឆ្នាំមុនគេធ្លាប់ជាយុវជនឆ្នើមម្នាក់និងជាបុត្រជាទីស្រឡាញ់របស់ឋានសួគ៌ដែលមានតែមនុស្សសរសើរនិងយកចិត្តយកថ្លើមក៏ប៉ុន្តែពេលវេលាបានកន្លងផុតអស់ទៅហើយស្ថានភាពក៏ត្រូវបានផ្លាស់ប្ដូរវាប្រៀបបីដូចជាខ្លាធ្លាក់ដល់ដីយ៉ាងអញ្ចឹងចំណុចនេះពាក្យថាខ្លាធ្លាក់ដល់ដីឬក៏អាចនិយាយបានថាត្រូវពពួកឆ្កែខាំអីអញ្ចឹងដល់គ្នាឧទាហរណ៍ថានៅពេលដែលយើងជួបទុក្ខលំបាកឬក៏បាត់បង់កិត្តិយសនោះនឹងព្រមធ្វើថោកដើម្បីឲ្យពួកទុនខ្សោយជាងយើងវាវាយប្រហារបានអីអញ្ចឹងណាសៀមអង្គខណៈពេលនេះគឺមានការខំថ្មីសង្កត់ចិត្តខ្លាំងមែនទែនគេត្រូវតែស៊ូទ្រាំអត់ធ្មត់នឹងការត្រេះដៀលពីមនុស្សទាំងអស់នេះពីព្រោះគេដឹងខ្លួនឯងច្បាស់ថាគេមកទីនេះគឺមកដើម្បីអីហើយវាគឺប្រកាសដែរក៏ដោយសារតែមកដើម្បីប្រឈមមុខជាមួយនឹង MOVE ម្ដងទៀតនឹងឯងសៀមអង្គខឹងខ្លាំងមែនទែនផ្ទៃមុខរបស់គេមើលទៅសឹងតែមិនចង់យល់អីបបោមាត់របស់គេក៏ចាប់ផ្ដើមញ័រទៅត្រើតក៏ប៉ុន្តែគេក៏ខំប្រឹងទប់កំហឹងរបស់ខ្លួនឯងណាហើយក៏បង្ខំចិត្តសួរទៅកាន់គេទៅថាអញ្ចឹងតើលោកត្រូវរងចាំដល់ពេលណាហើយបុគ្គលទី1ក៏បានតបទៅថាយ៉ាងហោចណាស់ក៏ពួកយើងត្រូវរងចាំមើលសកម្មភាពសិនដែរហើយបុគ្គលទី2ក៏តបដែរថាត្រូវហើយចុះបើសិនជាMOVEវាពួនលួចឆ្មក់វិញនោះហើយចំណែកឯព្រះសង្ឃចំណាស់ដែលជួយនិយាយមិញហ្នឹងគាត់ក៏បានចូលមកនិយាយបញ្ចុះបញ្ចូលទៅកាន់សៀមបន្តទៀតដែរថាកុំឲ្យសៀមហ្នឹងគេចិត្តក្តៅពេកពីព្រោះអីគណៈពេលនេះមូរ៉ានប្រៀបបីដូចជាព្រួញដែលទុនខ្សោយយ៉ាងអញ្ចឹងដូច្នេះហើយវាគ្មានអ្វីដែលត្រូវព្រួយបារម្ភទៀតទេហើយពួកគេក៏មិនចាំបាច់អីត្រូវខ្ជះខ្ជាយសកម្មភាពនៅពេលនេះដែរហើយម្យ៉ាងវិញទៀតមនុស្សដែលបានចូលរួមនេះមានអ្នកខ្លាំងក៏ជារាជទាយាទដែលត្រូវស្នងតំណែងថែមទៀតហើយបើសិនជាអ្នកស្នងតំណែងទាំងអស់នឹងត្រូវមកបញ្ចប់ជីវិតនៅទីនេះអញ្ចឹងតើអ្នកណាជាអ្នកទទួលខុសត្រូវចំណែកឯសៀមមកឯនេះវិញបន្ទាប់ពីលើកអាប្រយោគចុងក្រោយហ្នឹងក៏ធ្វើឲ្យគេខឹងខ្លាំងមែនទែនហើយក៏តបទាំងខឹងទៅវិញទៅថាទទួលខុសត្រូវអញ្ចឹងខ្ញុំសួរលោកតើអ្នកណាទទួលខុសត្រូវជីវិតគ្រូរបស់ខ្ញុំទៅMOVEបានចាប់គ្រូរបស់ខ្ញុំមកឃុំឃាំងអស់រយៈពេល10ឆ្នាំគឺ10ឆ្នាំណាហើយនៅពេលនេះគ្រូរបស់ខ្ញុំនៅលើភ្នំនេះឯងតើខ្ញុំអាចរងចាំបន្តទៀតបានយ៉ាងម៉េចទៅលើសៀមនិយាយពីគ្រូរបស់គេអញ្ចឹងក៏ធ្វើឲ្យគ្រប់គ្នានិយាយលែងចាញ់ដែរអ្នកខ្លះទៀតក៏មានអារម្មណ៍ថារអៀខ្លួនខ្លះទៀតក៏សម្លឹងទៅឆ្វេងនិងកលែកមើលទៅស្ដាំខ្លះទៅនឹងមានអារម្មណ៍ថាតានតឹងនិយាយលែងចាញ់ទៀតហើយសៀមគេក៏និយាយតទៀតថា10ឆ្នាំមុនមូរ៉ានបានតែងតាំងខ្លួនឯងគឺជាថាសៀនជិននិងមិនត្រឹមតែធ្វើការបោសសម្អាត72សំណាក់នៃបកភ្នំស៊ឺសឹងនោះទេនៅថែមទាំងកំទេច9សំណាក់ធំដែលនៅសេសសល់នោះថែមទៀតក្រោយមកក៏ប្រកាសខ្លួនធ្វើជាស្ដេចគោលដៅគឺសម្រាប់អ្នកទាំងអស់គ្នាអស់ពីបាត់ទាំងពីរលើកនេះតើអ្នកណាជាអ្នករារាំងគេទៅបើមិនមែនលោកគ្រូរបស់ខ្ញុំប្រថុយជីវិតការពារទេនោះតើពួកលោកអាចនឹងមានជីវិតហើយអាចមកឈរនិយាយនៅចំពោះមុខរបស់ខ្ញុំបានដែរហើយបន្ទាប់ពីសៀមគេនិយាយបែបនេះនៅទីបំផុតក៏មាននរណាម្នាក់ក្រអែមសម្លេងស្ងួត2ដងហើយក៏និយាយទាំងសម្លេងស្រទន់ទៅថាអ្នកប្រុសសៀសូមរងាប់កំហឹងសិនទៅរឿងរបស់ព្រឹទ្ធាចារ្យឈូពួកយើងមានការរអៀសចិត្តជាខ្លាំងនិងមានការដឹងគុណនៅក្នុងចិត្តជាខ្លាំងក៏ប៉ុន្តែដោយដែលលោកបាននិយាយអញ្ចឹងគាត់ត្រូវបានឃុំខ្លួនអស់រយៈពេល10ឆ្នាំមកហើយបើសិនជាមានរឿងអ្វីកើតឡើងពិតមែននោះប្រហែលដូច្នេះហើយលោកក៏រងចាំមក10ឆ្នាំរួចមកហើយដែរនៅពេលនេះសូមលោកកុំតន់ចិត្តក្តៅអីលោកថាមើលតើត្រូវអត់សៀមគេក៏តបផោងទៅថាត្រូវម៉ែឯងហ្នឹងមកឲ្យអ្នកទាំងអស់គ្នាមួយម៉ាត់នេះស្វាងដូចត្រូវ3ដៃចំកណ្ដាលមុខហើយអីវិញក៏ដឹងតាហ្វេនចាំងគាត់ដឹងរឿងអស់ហើយក៏ប៉ុន្តែសម្រាប់ហ្វេនថ្មីគាត់អត់ទាន់ដឹងទេថាចរិតកូនកំមុំយើងនេះគឺថាអូហូមាត់ស្រីសុំខ្មាស់អ្នកទាំងអស់គ្នារឹកមកបេហ្មងរឹកមកបាវហ្មងហើយត្រូវចាំផងដែរថាលហាសនាមកូនកំមុំរបស់យើងម្នាក់នឹងផងដែរគេឲ្យលហាសនាមប្រៀបបីដូចជាសត្វកង្កោកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចាំហើយមនុស្សម្នាក់ហ្នឹងក៏ស្រាប់តែបើកភ្នែកធំហើយក៏តទៅថាលោកជេរមនុស្សបែបនេះបានយ៉ាងម៉េចសៀមក៏តបទៅថាហេតុអីក៏ជេរមិនបានលោកគ្រូមិនខ្វល់ពីការស្លាប់ដើម្បីតែជួយពួកមនុស្សសៀមបំរុងនឹងនិយាយតទៀតក៏ប៉ុន្តែគេមានអារម្មណ៍ថាពាក្យដែលចង់និយាយចេញមកនេះវាជាប់នៅក្នុងបំពង់កហើយក៏ទប់អារម្មណ៍បន្តិចនឹងនិយាយតទៀតថាខ្ញុំគ្រាន់តែមានអារម្មណ៍ជំនួសលោកគ្រូវាពិតជាមិនសមនឹងតម្លៃទាល់តែសោះនិយាយបានត្រឹមនេះសៀមគេក៏ឈប់និយាយទៀតរួចហើយក៏បែរមុខចេញស្មារបស់គេញ័របន្តិចនឹងខំប្រឹងទប់ទឹកភ្នែករបស់ខ្លួនឯងកុំឲ្យហូរចេញមកបន្ទាប់មកក៏មាននរណាម្នាក់ក៏និយាយឡើងទៅថាពួកយើងមានបាននិយាយថាមិនជួយព្រឹត្តិចារ្យណាបុគ្គលទី2ក៏ជួយបន្ថែមទៅថាមែនហើយនៅក្នុងចិត្តអ្នកទាំងអស់គ្នាចងចាំអំពើល្អរបស់ព្រឹទ្ធាចារ្យឈូមិនដែលភ្លេចទេអ្នកប្រុសសៀនិយាយបែបនេះស្មើនឹងចោតប្រកាន់មកលើពួកយើងថាគឺជាមនុស្សល្មើគុណបែបនេះតើអ្នកណាអាចទទួលយកបានទៅ
ហើយនៅខណៈហ្នឹងក៏មានអ្នកខ្លះទៀតក៏និយាយទាំងសម្លេងស្រាលៗដែរថាក៏ប៉ុន្តែបើនិយាយទៅក្រែងមូរ៉ានក៏ជាសិស្សរបស់ព្រឹទ្ធាចារ្យឈូដែរតើវាមិនអញ្ចឹងខ្ញុំគិតថាណាការពិតទៅបើសិស្សធ្វើរឿងអាក្រក់បែបនេះគាត់ដែលជាគ្រូក៏សមនឹងទទួលខុសត្រូវដែរដោយពាក្យចាស់ពោលថាការមិនអប់រំកូនវាគឺជាកំហុសរបស់ឪពុកនិងការដែលមិនតានតឹងចំពោះសិស្សវាក៏ជាភាពខ្ជិលរបស់គ្រូដែរដើមឡើយរឿងបែបនេះគួរតែយល់ហើយតើនៅមានអ្វីគួរឲ្យសោកសៅទៀតទៅពាក្យនេះស្ដាប់មើលទៅក៏ដូចជារឿងប្រមាថបន្តិចដែរហើយភ្លាមហ្នឹងក៏មាននរណាម្នាក់និយាយភ្លាមទៅថានិយាយផ្ដេសផ្ដាស់ស្អីប្រយ័ត្នមាត់របស់ឯងឲ្យបានល្អផងនិយាយហើយគាត់ក៏ងាកទៅបញ្ចុះបញ្ចូលសៀមឹងទាំងទឹកមុខញញឹមទៀតថាអ្នកប្រុសសៀកុំតន់ចិត្តក្តៅអីហើយអ្នកដែលនិយាយលងលោមសៀមឹងគ្មាននរណាទៀតទេគឺជាព្រះសង្ឃចំណាស់នឹងឯងក៏ប៉ុន្តែក៏ត្រូវសៀមឹងបញ្ញាប់និយាយកាត់គាត់ភ្លាមទាំងកែវភ្នែកសម្លឹងមើលស្ទើរតែជ្រុះចេញមកហើយតើមិនឲ្យយើងចិត្តក្តៅបានយ៉ាងម៉េចទៅពួកលោកមិនមែនជាអ្នករងទុក្ខក៏ចេះតែនិយាយចេញមកបានហើយក៏ប៉ុន្តែនោះគឺជាគ្រូរបស់ខ្ញុំលោកគ្រូរបស់ខ្ញុំណាខ្ញុំមិនបានជួបលោកគ្រូច្រើនឆ្នាំមកហើយនឹងមិនដឹងថាតើលោកគ្រូស្លាប់ឬមួយក៏រស់ផងនឹងមិនដឹងថាគាត់រស់នៅបានល្អឬមួយក៏អត់តើពួកលោកគិតថាខ្ញុំមកឈរនៅទីនេះឈរដើម្បីស្អីទៅសៀមឹងគេក៏ដកដង្ហើមធំមួយកែវភ្នែកឡើងក្រហមហើយគេគឺពិតជាអត់ទ្រាំជាមួយនឹងពួកមនុស្សទាំងអស់នេះខ្លាំងមែនតើហើយក៏និយាយតថាឬមួយក៏ពួកលោកគិតថានឹងរងចាំបែបនេះរហូតមែនគិតថាម៉ូវីអ៊ីនឹងចុះទៅលើភ្នំចុះមកលុតជង្គង់សុំអង្វរនៅចំពោះមុខរបស់ពួកលោកមែនខណៈហ្នឹងក៏ស្រាប់តែមាននរណាម្នាក់និយាយតទៀតថាអ្នកប្រុសសៀនិយាយបានត្រឹមហ្នឹងសៀមឹងក៏និយាយតទៅថាក្រៅពីលោកគ្រូរបស់ខ្ញុំទៅនៅលើលោកនេះគ្មាននរណាដែលនៅក្បែរខាងខ្ញុំសំបីតែម្នាក់និយាយរួចសៀមឹងក៏លលាស់ដៃចេញពីការហាមរបស់ព្រះសង្ឃចាស់ម្នាក់ហ្នឹងឬក៏និយាយទាំងសម្លេងស្ងួតទៀតថាបើពួកលោកមិនឡើងទៅទេខ្ញុំនឹងឡើងទៅដល់ខ្លួនឯងនិយាយហើយសៀមឹងក៏ឡើងទៅលើភ្នំតែម្នាក់ឯងតែម្ដងហើយក៏គ្មាននរណាទៅហាមគេទៀតដែរហើយទស្សនវិជ្ជាដែលសៀមឹងគេឡើងទៅម្នាក់ឯងមានអារម្មណ៍ថាគឺពិតជាស្រៀវស្រាញខ្លាំងមែនទែនកម្មចិន្តាដែលឡើងទៅលើភ្នំគឺមានសភាពស្ងប់ស្ងាត់លាយឡំជាមួយនឹងខ្យល់ត្រជាក់ព្រមជាមួយនឹងទឹកសន្សើមដែលប៉ះជាមួយនឹងស្លឹកឈើឬសូរខ្សៅនៅកណ្ដាលអាប់ដ៏ក្រាស់ហាក់បីដូចជាមានវិញ្ញាណកំហឹងរាប់មិនអស់កំពុងតែខ្សឹបខ្សៀវគ្នាឡើងក្រលួចពេញព្រៃហើយចំណែកឯសៀមឹងរបស់យើងវិញគឺថាគេបដិញ្ញាចិត្តអីដើម្បីឈ្មោះទៅកំពូលភ្នំតែម្នាក់ឯងហើយខណៈពេលដែលសៀមឹងកំពុងតែឡើងទៅគេលេចមកមើលម៉ូរ៉ានរបស់យើងឯនេះវិញនៅក្នុងដំណាក់នឹងគួរឲ្យស្ញប់ស្ញែងម៉ូរ៉ានអាស្រ័យទៅលើមានពន្លឺភ្លើងទៀនដ៏ស្ងប់ស្ងាត់ហាក់បីដូចជាគេកំពុងតែរងចាំមិត្តចាស់ដើម្បីឡើងមករកគេនឹងឯងហើយត្រឡប់មកមើលខាងសៀមឹងរបស់យើងឯនេះវិញសៀមឹងខណៈនេះគេក៏បានឡើងមកដល់លើហើយមកដល់នៅនឹងមុខចែកដីធុងធាននៅមុខចែកដីធុងធានក៏មានភ្នោ3ផងដែរហើយនៅពេលដែលគេដើរចូលទៅមើលភ្នោឲ្យចិត្តភ្នោដំបងក៏មានស្មៅដុះក្របឡើងចិត្តហើយនិងនៅលើស្លាកភ្នោក៏មានសរសេរអក្សរធំថាភ្នោរបស់ស្នំស៊ីនចឹងគួយហ្វៃហើយពាក្យថាគួយហ្វៃហ្នឹងបានន័យថាអ្នកមនាងអីចឹងដល់គ្នាឬមួយក៏ប្រពន្ធរបស់ស្ដេចអីហ្នឹងឯងហើយវាមានច្រើនប្រភេទដែរដល់គ្នាវាមានគួយហ្វៃទ័រហ្វៃអីរួមទៅវាមានច្រើនវាច្រើនតំណែងអីចឹងហើយអត់មានក៏អត់សូវយល់ដែរអាតំណែងអស់ហ្នឹងពួកអីមានអារម្មណ៍ថាកញ្ញាញ់ខួរនេះដល់គ្នាហើយមិនក៏អត់ចង់មានការអធិប្បាយវែងដែរតែគាត់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាឈ្មោះភ្នោមហេសីរបស់មូរ៉ានគឺថាកំ pl ែងខ្លាំងមែនទែនអ្នកទាំងអស់គ្នាអានហើយមានអារម្មណ៍ថាសមឲ្យតែគេដៀលមូរ៉ានរបស់យើងថាគឺជាស្ដេចឆ្កែស្ដេចគ្មានខួរក្បាលណាពីពួកអីឈ្មោះប្រពន្ធដែលដាក់ចេញមកស្ដាប់យ៉ាងណាក៏មិនមែនជាឈ្មោះមនុស្សទេអ្នកទាំងអស់គ្នាបន្ទាប់មកយើងបែរមកមើលខាងភ្នោទី2វិញម្ដងមើលទៅសភាពភ្នោក៏នៅថ្មីទេហាក់បីដូចជាទៅតែនឹងជីកប់ថ្មីទេនៅលើស្លាកភ្នោក៏មានសរសេរអក្សរដាក់ដែរថាភ្នោរបស់មហេសីយូប៉ៅហើយក៏ថែមថាឈ្មោះហើយចំណែកអាពាក្យថាឈ្មោះនឹងវិញគឺជាពាក្យសំដៅទៅដល់នាមតកូលជាទូទៅគេប្រើសម្រាប់ដែលស្ត្រីរៀបការរួចហើយនឹងឯងវាគឺជាទំនៀមទម្លាប់របស់ស្ត្រីដែលបានរៀបការរួចហើយដើម្បីឲ្យដឹងថាស្ត្រីម្នាក់ហ្នឹងគឺរៀបការមានគ្រួសាររួចហើយមានពេលខ្លះទៀតគេក៏អាចបន្ថែមពាក្យឈ្មោះរបស់ខាងប្រុសណាបន្ថែមពីមុខបន្ថែមទៀតដើម្បីបញ្ជាក់ថាស្ត្រីម្នាក់នេះឬមកក៏ស្ត្រីម្នាក់នោះគឺបានរៀបការមានប្តីមានគ្រួសាររួចហើយបែរមកមើលកំឡោះតូចសៀមឹងរបស់យើងវិញបន្ទាប់ពីមើលហើយណាមានការឆ្ងល់ជាខ្លាំងហើយបើសិនជាដូចកាលពី10ឆ្នាំមុនវិញសៀមឹងបានឃើញរឿងផ្ដេសផ្ដាស់ទាំងអស់នេះនោះប្រកាសជាទប់សម្លាប់ខ្លួនឯងមិនបាននោះទេហើយម្យ៉ាងវិញទៀតនៅពេលដែលមូរ៉ានគេចូលមកក្នុងសំណាក់ដំបងហើយក៏ត្រូវរៀនគ្រូជាមួយគ្នាទៀតមូរ៉ានគឺជាសិស្សដែលពូកែញាស់លេងខ្លាំងមែនទែនជាពិសេសគឺជាសៀមឹងតែម្ដងបើទោះបីជាសៀមឹងសម្លឹងមើលទៅកាន់មូរ៉ានវិរៈថាវាទឹះភ្នែកទឹះតិចក៏ដោយក៏ប៉ុន្តែក៏មានពេលខ្លះក៏ត្រូវមូរ៉ានគេលេងសើចរហូតដល់ទ្រាំមិនបានដូចគ្នាដែរលក្ខណៈថាមិនថាអ្នកឯងបកែទ្រាំប៉ុណ្ណាទេនិយាយរួមទៅគឺត្រូវតែបានមូរ៉ានគេលេងសើចញាស់បានសម្រេចតែអញ្ចឹងឈៀងចឹងគួយហ្វៃហើយនឹងមហេសីយូប៉ៅនេះមិនដឹងជារបស់ឈួតឡប់ស្អីទេវាប្រហែលជាភ្នោរបស់អច្ឆរិយមូវាតាំងឲ្យភរិយាទាំងពីររបស់វានឹងឯងទ្រង់ទ្រាយមើលទៅក៏ស្រដៀងនឹងវាងប៉ាខ្វាហើយនឹងជីប៉ាដែរ
ก็ปันตายหายไอ้บ้านจีเกตั้งชัวเอาประปนต่างปีหรือบอกเกแบบนั้นให้เวียก็เมียนไปโชว์บายอ้ายหนึ่งดังบ้านดิบนโต๊ะมักเสียมังก็กระเลกับเบอร์พโนตีใบในกรอมสมาวในเดตไรพโนคือตรบานบากล่างในขนมพโนคือเมียนไปโชว์มวยก็ปันตายก็เมียนนานุตีเวียกรอนตายเจียมาชูตะเตตายบ่นอในเลือสละพโนนั้นก็เหมือนบ้านตะเซชมวยได้ก็ปันตายใบจะเมียนสราซอบกาสระสไลนั่งมือปั้นเกี่ยวเปรย์มาเตะได้ตระเจาะเสพเอาตาหายนั่งมือจานให้หนึ่งเมียนใบได้เมียนรูจิตฮอลฮอลแทมปีใบจานแทมติดดักเนอหนึ่งหมกพโนแต่งได้อาหารแต่งอ้อนี้คือสัดส่วนตายเจียอาหารได้โบราณนั่งกิโจจันเสียมังเมื่อเตอแต่งเงินช่อขนมจันเมียนกาเพียบอาเจียคลั่งหรือมวยก็โมวยอีมันเมียนเจตนาประชังต่อตึกเตียนรวยหายก็จิตพนกับไอ้คลุนไอสำหรับจัดงอบตั้งแต่ปียูหายเสียมังมีอารมณ์ทาเยโหใจหมอกเก๋มันได้เชื่อแต่เลือโมราณเหมือนนี้นู้ตีตั้งตายปีหน้าปีไหนหมอกเพียจานคือสูบบัดเพลย์นั่งมันได้ดังทาเอาไว้เตอคือจะเพียบต้นซอยให้เอาไว้เตอคือจะกะบอกบ้องได้ในไซด์ดอเริงรูหรือบอกเกนี่นู้ก็เตอแต่เล็บบ้องได้จีวิตจะมวยหนังกองตบคนทอดอย่างนี้ไอ้ดอตีเป็นชอบได้ตาเวไออย่างไม่เตอได้เกเตอตาดับชนะหมกนี่โมร้านเกชอนเลือกัมปูได้กปุ๊บอมพดในอำนาจจงกร้อยตาเกบานเคยอย่างไว้คลาตาเมียนเรื่องไว้การล้างเอาประกอบเตอนุก็มันเมียนนามันเนี่ยบานดังโนเตเสียมังเกก็เงะคล้วนบัดเตอขนมเพียบเงินจมเฮียนเชิงดาวโจตะขนมดำหนักอูซานได้เมียนเป็นหรือเพลิงเตียนใจจังในขนมดำหนักอูซานโมร้านอังกอยบัดในเจ็ดตักมกระบอกเกงหลังเสลงเสียมังคือปัจจิตเตมันของแมนเกคือปัจจิตตังจัดทานหนังงอปัดแมนไม่ชูได้ในขังกลางนู้คือเจียบโนได้เกจีตกกับอ่อยคลุนไอหนึ่งไอให้ประมาณปลายเจียหมูเยี่ยมหมุนโมร้านเกกับบานปลากระทาผงรวมเปเวเลียบันไดบอระบาระบอกเกงใจจังอ่ะโดยให้กับบานเล็บนำโพดได้คลางเชียงเกบอมพอตั้งตามกล่อยก็บันใต้กับหลังเทระบอกโมร้านคือปัจจิกปุงปูคลางแหวนเต้นได้เพื่ออ้อยซาได้เจียนำนี้วิริเรียได้ยืดเจียปิเสให้ได้ซาแต่แบบนี้เติมถวยเกมีนกาชื่อจัดเจียคลางปีกาคำกำติสไรเรียงระบซาได้เจียนำนังไงได้เพื่ออ้อยสไรเรียงกายบอกเกขังขนมคือจับดาวมันรวยยางทนทอเจียบันดาบันได้บรรทบมักสำเร็จเทียในดำนังกับเตอร์บานบากลางโมร้านเกโกเหมือนบานเงยกับบาลางนุติเกกรอนตายในใหญ่ลางดอยสำเร็จสงเตอร์แท้เสียมังตายจะไอแมนตีไอมาดอห้าแย่เสียมังอดตอบเกในชอทมังเมื่อรำทาเมื่อรวมดำนักกาเปียไตตะกากับบ้านมักจุบจุ่มเนียมรองเตียนโมร้านเกโกเหมือนบานบางหายอัมปีประตกรรมเอาไว้ไล่ตัวตัวเว้งเกโกเนยแต่งคอยบัดในจัดหลังสงบได้ชราชการมาข้างหนึ่งหักใบโดยเจียขมิ้นเรื่องไว้การล้างตัวแต่ซะหนึ่งเสือเซิงตายขมิ้นว่าแต่เมียนระบอเสียมังเนื้อขนมกับสายพนัยระบอเกพ่องไฮโรมพนัยระบอเกงคือไว้เนี่ยกระเทะกรบพนัยหลังจัดกรบเนี้ยตายในใยทาเกคือเจียใบสายกับบาใบได้ผมวยหนึ่งเมียนละใบกอจานก็บรรทายตามการเปิดตื้อเจนจ้ามหนึ่งพนัยระบอเกงคือกู้ไอเตะเตียงครั้งกระด้างจะหมอเรียงเก่ารูปเรียงต้นพลุนบ่โบมอสดังโปเป็นแต่ลอยซาดิเชียสำนามไตมุ้งต้นปลายปีกับนาประมาณเพียไอ้ในใหญ่บานทาเมื่อไตรูปสำร้องเนี่ยหน้ากับดังได้ทาเก้คือเจียมลงได้สะอาดนังกูอ้อยสไลด์มันเนี่ยได้เสียมังในเปแต่บ้านเคยตักมกระบอกโมรานหายเก้กับดังได้ทาโมรานเก้งคือบานเล็บนำโปรยแต่ให้คือโดยการเกิดระบอกเก่งจังขนมจันก็ใหญ่ไอ้ตรายนังจังในใหญ่เอาไว้มาย่างใจมองก็ปันไตจงกร้อยเก้กับบานเติมไตซัวทาเจ้าลูกครูนู้โมรานกับตอบเตยทาใสและประธาปัจจัยอากับกริยาปัจจัยสำเร็จใจเมาส์คือสร้างเกยคลั่งเหมือนเต้นทั่วไอเนี่ยดับมีอารมณ์ท่าคือปัจจิตเลยแม่นขมิ้นจุดไหนดังขมิ้นกาศักษาขมิ้นไม้ประดาเองจังดอกเนี่ยใหญ่รวมเต้จำลายได้ชลายใจเมาส์คือจ่าประเทศตะบอดมองเสียมังซึ่งตรอมบ้าไหนให้ก่อนใหญ่จังสำเร็จทนเตียท่ายังสัวท่าลูกครูไหนน่ะลูกครูระบอบยังหนึ่งไอลูกครูระบอบปู่ยังโมร้านเกก็ชลายแบบอ๋อมามัดจังสำเร็จสระตีบอมพดแก้วในดอกไม้กระบกับบานบางล่างคณะเป็ดดักเกบางในล่างหากใบโดยจีเมียนเป็นหรือใจจางปอสไฟเติบบานกำนัดตามเปเวเลียเรื่องราคาเปียไตตะกาดอกสมกสมัยต่างอนุก็เติบบานบางล่างโดยยืดสำลังเมื่อเตอเรียงกายหรือบอสเซียมังให้ก้อนใหญ่ต่อเตอทาบารอบเมื่อเตอจับตั้งปีใบเนียนในอารีจะแหวงท่าเสียในคนลนมองไอ้ให้นังลูกรู้คานจูเนียปีชนะไม่โมร้านใหญ่ดาวใหญ่ยำติงเตียงอากับเกยยารักเปียงรักหมักบ้ามองเสียมังนี่ไอ้นักลูกครูเหม็นเสียมังเหมือนชายก็ปันท้ายก็ใหญ่โตเตี้ยเตยท่าก็ใหญ่ก็เหาะชับปกลูกครูเอามาเยอะโมร้านสำลังเมื่อแต่การเสียมังแต่งจัดสงับสงันดำใบบำบัดการชื่อจับมวยระยะเปย์ใคร
ពីព្រោះពេលនេះសារជាតិថ្នាំកំពុងតែខំកាត់គ្រឿងក្នុងរបស់គេជាខ្លាំងម៉ូរ៉ានគេក៏ផ្អែកខ្នងទៅលើរាជបល្ល័ង្កហើយក៏លើកមាត់សើចឡើងបន្តិចបែបចំអករូបភាពដែលនៅចំពោះមុខរបស់គេក៏ស្រាប់តែងងឹតទៅគេដឹងយ៉ាងច្បាស់ណាស់ថានៅពេលនេះសរីរាង្គកាយខាងក្នុងរបស់គេកំពុងតែរលួយនិងប្រែក្លាយទៅជាឈាមដែលចាប់ផ្ដើមមានក្លិនស្អុយហើយម៉ូរ៉ានគេនិយាយទាំងទឹកមុខខ្ជិលទៀតថាប្រគល់ឲ្យឯងនិយាយល្ងងឯងមិនប្រើខួរក្បាលគិតបន្តិចទៅមើលលោកគ្រូហើយនឹងយើងមានគំនុំជ្រាលជ្រៅដល់ថ្នាក់ហ្នឹងតែយើងមិននឹងអាចឲ្យគាត់មានជីវិតរស់នៅក្នុងโลกនេះបានយ៉ាងម៉េចទៅសៀមឹងហៅទៅកាន់ម៉ូរ៉ានឯងមួយម៉ាត់ទាំងទឹកមុខចាប់ផ្ដើមស្លេកភ្លាមកែវភ្នែកទាំងគូក៏បើកឡើងធំបោះចំហៀនជើងថយក្រោយសឹងតែមិនចង់ជឿហើយក៏និយាយតទៀតទៅថាមិនអាចទៅរួចទេឯងគ្មានផ្លូវទេម៉ូរ៉ានគេក៏សើចតិចហើយក៏និយាយតទៀតថាហ៎យើងគ្មានផ្លូវទេស្អីឯងនិយាយទៅថាយើងគ្មានផ្លូវទេស្អីសំឡេងរបស់សៀមឹងក៏ចាប់ផ្ដើមញ័រឡើងហើយក៏និយាយទៀតថាក៏ប៉ុន្តែគាត់គឺទោះជាយ៉ាងណាគាត់គឺជាលោកគ្រូរបស់ឯងតើឯងអាចលើកដៃបានយ៉ាងម៉េចសៀមឹងក៏ងើយមុខឡើងសម្លឹងមើលទៅកាន់ម៉ូរ៉ានដែលកំពុងតែអង្គុយលើរាជបល្ល័ង្កឋានសួគ៌មានភូស៊ីឋាននរកមានស្ដេចយមរាជចំណែកលោកមនុស្សក៏ត្រូវតែមានមួយក៏ប៉ុន្តែសម្រាប់សៀមឹងបើទោះបីជាម៉ូរ៉ានคล้ายទៅជាអធិរាជនៃពិភពសំសល់ក៏ដោយក៏មិនគួរណាคล้ายទៅជាបែបហ្នឹងដែរសៀមឹងញ័រពេញទាំងខ្លួនគេខឹងឡើងស្រក់ទឹកភ្នែកទៅហើយក៏សួរទៀតទៅថាមួយតើឯងនៅជាមនុស្សដែរទេគាត់ធ្លាប់និយាយបានត្រឹមនេះម៉ូរ៉ានក៏បើកភ្នែកឡើងសម្លឹងមើលទៅកាន់សៀមឹងទាំងត្រជាក់ស្រេបហើយក៏តទៅថាធ្លាប់ស្អីសៀមឹងសំឡេងឡើងញ័រគាត់ធ្លាប់ប្រព្រឹត្តចំពោះឯងបែបណាឯងក៏ដឹងម៉ូរ៉ានញញឹមឡើងភ្លាមហើយក៏តទៀតថាអូឯងគិតចង់ទឿនយើងថាគាត់គឺធ្លាប់វាយើងរហូតដល់ស្បែកយ៉ាប់យើងគ្មានបំណែកណាល្អធ្លាប់ធ្វើឲ្យយើងលុតជង្គង់ទទួលកំហុសនៅចំពោះមនុស្សគ្រប់គ្នាឬឯងគិតចង់ទឿនយើងថាគាត់គឺធ្លាប់រារាំងផ្លូវរបស់យើងបំផ្លាញផែនការធំរបស់យើងប្រមាណលើកប្រមាណសារក៏ព្រោះតែដើម្បីឯងហើយនឹងអ្នកដែលមិនពាក់ព័ន្ធទាំងអស់នោះសៀមឹងក្រវីក្បាលដោយភាពឈឺចាប់គេស្ទើរតែនិយាយមិនចេញក៏ប៉ុន្តែនៅតែព្យាយាមនិយាយចេញមកមិនមែនទេម៉ូរ៉ានឯងសាកគិតមើលឲ្យបានល្អរវាងគំនុំខឹងស្អប់ទាំងអស់នោះដាក់ចុះឲ្យបែរមកមើលបន្តិចគាត់ធ្លាប់នាំឯងទៅហាត់ក្បាច់គុណការពារឃុំក្រងឯងគាត់ធ្លាប់បង្រៀនឯងសរសេរអក្សរអានតម្រាតែងកំណាព្យគូរូបគាត់ធ្លាប់ទៅរៀនធ្វើម្ហូបដើម្បីឯងដៃថ្មីរញ៉េរញ៉ៃទើបធ្វើឲ្យមានរបួសគាត់ធ្លាប់រងចាំឯងត្រឡប់មកវិញទាំងថ្ងៃទាំងយប់ចាប់តាំងពីមេឃងងឹតរហូតដល់ថ្ងៃរះម្នាក់ឯងសៀមឹងមានពាក្យពេចន៍ជាច្រើនដែលគេចង់និយាយចេញមកក៏ប៉ុន្តែបែរជាជាប់គាំងនៅក្នុងបំពង់កចុងក្រោយគេបានត្រឹមតែនិយាយទាំងអួលដើមកទៀតថាគាត់មានចិត្តឆេវឆាវខ្លាំងណាស់ជាងនេះទៅទៀតនៅថែមទាំងនិយាយស្ដីមិនគួរឲ្យចង់ស្ដាប់ថែមទៀតក៏ប៉ុន្តែសូម្បីតែយើងក៏មានអារម្មណ៍ដឹងបានដែរថាសៀមឹងមានអារម្មណ៍ថាការអធិប្បាយរបស់គេមានអារម្មណ៍ថាឥតន័យខ្លាំងមែនទែនហើយក៏ចេះតែនិយាយបន្តទៀតថាគាត់ល្អចំពោះឯងនៅថ្នាក់ហ្នឹងហេតុអីបានជាឯងចិត្តរឹងខ្លាំងម្លេះសៀមឹងក៏ងើយក្បាលឡើងខំប្រឹងទប់ទឹកភ្នែកដែលកំពុងស្រក់បំពង់កក៏ចាប់ផ្ដើមជាប់គាំងនិយាយលែងចេញទៀតមានអារម្មណ៍ថាតឹងទ្រូងខ្លាំងមែនទែនម៉ូរ៉ានក៏ដកដង្ហើមធំមួយបន្ទាប់ស្ងាត់ទៅជាយូរហើយក៏តទៅថាមែនហើយក៏ប៉ុន្តែសៀមឹងឯងដឹងទេសម្លេងរបស់ម៉ូរ៉ានឃើញយ៉ាងច្បាស់ណាស់ថាគេកំពុងតែត្អូញត្អែនឹងហាក់បីដូចជាចង់ឲ្យគ្រប់គ្នាបានដឹងដែរថាខ្លួនក៏ឈឺចាប់ដូចគ្នាគាត់ក៏ធ្លាប់ធ្វើឲ្យមនុស្សតែម្នាក់ដែលយើងស្រឡាញ់ត្រូវស្លាប់គឺជាមនុស្សតែម្នាក់គត់បន្ទាប់ពីនិយាយចប់ក៏ស្ងាត់ជ្រាបទាំងគូក៏គ្មាននរណាម្នាក់និយាយអីទៀតដែរនៅពេលនេះពោះរបស់ម៉ូរ៉ានកំពុងតែឈឺខ្លាំងមែនទែនវាប្រៀបបីដូចជាមានភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅសាច់ឈាមខាងក្នុងរបស់គេកំពុងតែជ្រៀកហែកចេញពីគ្នាជាបំណែកតូចៗរាប់ពាន់រាប់ម៉ឺនចម្រៀកម៉ូរ៉ានក៏ខំថ្មិញសង្កត់ចិត្តទ្រាំនឹងការឈឺចាប់ហើយក៏ចេះតែនិយាយតទៅថាក៏ប៉ុន្តែបើទោះបីជាល្អអាក្រក់យ៉ាងណាក៏ពួកយើងគឺជាសិស្សនិងគ្រូនឹងគ្នាដែរសពរបស់គាត់នៅឯសាលាហុងលៀនសពរបស់គាត់ដេកនៅក្នុងស្រះឈូករក្សាសភាពបានយ៉ាងល្អហាក់បីដូចជាគាត់កំពុងតែដេកលក់យ៉ាងអញ្ចឹងម៉ូរ៉ានបន្ធូរអារម្មណ៍ធំមួយនិងខំព្យាយាមរក្សាអាកប្បកិរិយាស្ងប់ស្ងាត់នៅពេលដែលគេនិយាយបែបនេះចេញទៅគេក៏មិនបានបង្ហាញទឹកមុខអ្វីទាំងអស់ម្រាមដៃរបស់គេដាក់លើតុទាំងដៃនៅពេលនេះដៃរបស់គេគឺឡើងស្លេកអស់ទៅហើយសពរបស់គាត់ត្រូវបានរក្សាទុកដោយកម្លាំងវិញ្ញាណរបស់យើងទើបមិនស្អុយរលួយបើសិនជាឯងនឹកគាត់ក៏កុំនៅខ្ជះខ្ជាយពេលវេលានិយាយជាមួយយើងនៅទីនេះឆ្លៀតឱកាសនេះយើងមិនទាន់ស្លាប់ក៏ប្រញាប់ទៅ
ขณะนี้ในขนมบปงกរបស់โมรานក៏ចាប់ផ្ដើមមានក្លិនឆ្អាបស្អុយនិងនៅពេលដែលគេបំរុងនឹងហាមាត់និយាយតโมរ៉ានគេក៏ក្អកពីបៃដងនៅក្នុងមាត់និងធ្មេញរបស់គេគឺពោពេញទៅដោយឈាមស្រស់ក៏ប៉ុន្តែក្រសែភ្នែករបស់គេវិញបែរជាមានសេរីភាពនិងបានធូរស្រាលខ្លាំងមែនទែនโมរ៉ានគេក៏និយាយតទាំងសម្លេងស្ងួតទៀតថាឆាប់ទៅមើលគាត់បើសិនជាមិនទាន់ពេលទេនោះយើងស្លាប់បាត់នោះខ្សែវិញ្ញាណនឹងត្រូវកាត់ផ្ដាច់ហើយគាត់នឹងប្រែសភាពទៅជាធូលីភ្លាមនិយាយចប់គេក៏បិទភ្នែកយ៉ាងខ្លាំងជាតិពឹសបានវាយប្រហារដល់បេះដូងភ្លើងដ៏ក្តៅឆាបឆេះថរមានជាខ្លាំងការឈឺចាប់វាខ្លាំងរហូតដល់ដូចត្រូវគេពុះបំបែកបេះដូងជាចម្រៀកនិងសូម្បីតែសម្លេងនៃការស្រែកយំទួញសោករបស់សៀមឹងដែលបានរត់ចេញទៅឆ្ងាយហើយនោះវាប្រៀបដូចជាលឺចេញពីមហាសមុទ្រដ៏ជ្រៅរាប់ម៉ឺនយោជន៍โมរ៉ានឈាមហូរចេញពីមាត់របស់គេមិនឈប់គេក្តាប់ខ្ញាំអាវរបស់ខ្លួនឯងឡើងណែនសាច់ដុំក៏ចាប់ផ្ដើមកន្ត្រាក់ឡើងជាបណ្ដាគេបើកភ្នែកមើលទៅមិនច្បាស់សម្លឹងមើលទៅសៀមឹងដែលគេបានរត់ទៅឆ្ងាយហើយនោះហើយបាននិយាយទៅវាជាសម្រាប់ខ្លួនរបស់សៀមឹងអាចនិយាយបានថាវាមិនអត់នោះទេគេរត់ពីទីនេះទៅកំពូលភ្នំនៃភូមិខាងត្បូងនោះប្រហែលជាចំណាយពេលមិនច្រើនឡើយកាលដែលបានឃើញមុខលោកគ្រូជាលើកចុងក្រោយគេប្រហែលជាអាចធ្វើបានโมរ៉ានគេក៏ក្រោកឈរឡើងទាំងត្រេតត្រោតម្រាមដៃប្រឡាក់សុទ្ធតែឈាមហើយក៏ប្រើវិជាសិលបំលាស់ខ្លួនទៅនៅនឹងមុខចែកដីធំធាននៃកំពូលភ្នំស៊ឺសឹងពេលវេលានេះគឺជាចុងបញ្ចប់នៃរដូវក្តៅផ្កាហៃថាងរីកស្គុះស្គាយគេក៏មិនយល់ដែរថាតើហេតុអីបានជាខ្លួនសម្រាប់ចិត្តបញ្ចប់ជីវិតដែលមានបាបរបស់ខ្លួនឯងនៅទីនេះនោះទេនឹងគ្រាន់តែគិតថាបុព្វដែលរីកស្រស់ស្អាតបែបនេះអាចរាប់បានថាវាគឺជាទីបញ្ចុះសពដ៏ស្រស់ស្អាតគេដេកនៅក្នុងមឈូសដែលបើកចំហងើយក្បាលសម្លឹងមើលទៅផ្ការីកនៅពេលយប់ដែលវារੂរយរសាត់ធ្លាក់ចុះមកដោយគ្មានសម្លេងស្រទាប់ផ្កាជ្រុះធ្លាក់រសាត់ទៅតាមខ្យល់និងធ្លាក់ចុះមកគ្របដណ្ដប់ទៅលើមឈូសដែលកំពុងតែបើករុះរយធ្លាក់ចុះមកមួយតងហើយមួយតងទៀតហាក់បីដូចជារឿងរ៉ាវកាលពីអតីតកាលរុះរយរសាត់បាត់ទៅក្នុងមួយឆាកជីវិតរបស់គេនេះក៏គ្រាន់តែជាកូនប្រុសដែលឥតខានស្លានិងគ្មានអ្វីទាល់តែសោះប្រែคล้ายទៅជាទីជៀនតែមួយគត់នៃលោកមនុស្សគេគឺជាមនុស្សដែលអាក្រក់បំផុតដៃទាំងពីរប្រឡាក់ទៅដោយឈាមនិងមិនថាជាក្តីស្រឡាញ់ការខឹងស្អប់ចូលចិត្តការមើលងាយដល់ទីបញ្ចប់ក៏គ្មានអ្វីដែលនៅសេសសល់សូម្បីតែបន្តិចចុងក្រោយគេក៏មិនបានឆ្លាក់តួអក្សរនៃសេរីភាពគ្មានព្រំដែននៅលើស្លាកភ្នោរបស់ខ្លួនឯងសូម្បីតែមួយតួនឹងមិនថាជាស្ដេចដាច់ការជារៀងរហូតអត់គេខ្មាស់ពាក្យផ្ដេសផ្ដាស់ដូចជាជៀនខ្លាញ់ឬក៏ចំហាយក្តៅគេមិនបានសរសេរអ្វីទាំងអស់ភ្នោរបស់ស្ដេចទី1នៃពិភពសំសិលចង់បញ្ចប់ក៏គ្មានបន្សល់ទុកនៅពាក្យពេចន៍អ្វីឡើយរឿងកំ pl ែងដែលបានអានអស់រយៈពេល10ឆ្នាំនៅទីបំផុតវាក៏មកដល់ទីអវសានហើយពេលវេលាកន្លងផុតទៅមិនបានប្រមាណយាមកងទ័ពគុណធម៌ក៏បានឡើងមកដល់លើភ្នំឡើងឈូឆរវាប្រៀបបីដូចជាពស់ដ៏កាចសាហាវយ៉ាងអញ្ចឹងក៏ប៉ុន្តែអ្វីដែលកំពុងតែរងចាំពួកគេនោះវាគឺជាដំណាក់អ៊ូសានទទេស្អាតកំពូលភ្នំស៊ឺសឹងដែលគ្មានមនុស្សនៅនិងមានតែសៀមឹងដែលគេលិតជង្គង់នៅលើដីស្រែកយំរហូតតរាងកាយរបស់គេឡើងស្ពឹកអស់ទៅហើយចំពេលដែលរាងកាយគ្រូរបស់គេក៏ប្រែคล้ายទៅជាផេះនៅក្បែរស្រះទឹកសាលាហុងលៀនហើយនៅមានមូវីអ៊ីដែលសូម្បីតែសាកសពក៏ឡើងទៅជាអស់ទៅហើយដែរនៅនឹងមុខចែកដីធំធានហើយនៅទីបំផុតហេតុការណ៍ដែលមូរ៉ានគេបញ្ចប់ជីវិតក៏បានចប់នៅត្រឹមហ្នឹងបន្ទាប់មកក៏មានការសូត្រកំណាព្យមួយប្រហែលជាមូរ៉ានគេអ្នកសូត្រនឹងឯងហើយគេក៏សូត្រឡើងទៅថាបេះដូងខ្ញុំអដែតក្នុងទឹកដូចជាការគិតប្រែคล้ายទៅជាផេះនឹកស្មានមិនដល់ថានៅក្នុងរាត្រីនៃរដូវរងាដ៏តូចប្រែคล้ายទៅជាចែងចាំងដោយនេតិខរដូវឬឋានសួគ៌អាណិតចំពោះវាស្មៅបៃតងនៅជ្រលងភ្នំខ្លាចថានៅក្រៅមេឃទាំងអស់ធ្លាក់ចូលទៅក្នុងល្បិចកលរងទុក្ខវេទនាហើយបន្តមកទៀតវាគឺជាការដឹងខ្លួនរបស់មូរ៉ានចាប់ជាតិសាជាថ្មីណាស់អ្នកទាំងអស់គ្នាខណៈពេលដែលមូរ៉ានគេបានមកចាប់ជាតិថ្មីនេះគឺគេបានមកចាប់ជាតិនៅក្នុងសំណាក់បនហើយកំពុងតែដេកណាហើយវាច្បាស់ណាស់កន្លែងអញ្ចឹងប្រកាសជាមានការច្រៀងរាំរែកការផឹកស៊ីសវាយស្រីញីអូនបងក៏ប៉ុន្តែសម្រាប់មូរ៉ានទីជីនស្ដេចតែមួយគត់នៃលោកមនុស្សលឺហើយមានអារម្មណ៍ថាឈឺក្បាលខ្លាំងមែនតើសរសៃនឹងចាប់ផ្ដើមតឹងឡើងទុបហើយក៏ស្រែកឡើងទាំងមិនបើកភ្នែកតាមទម្លាប់ដែលជាស្ដេចណាជាមនុស្សមានអំណាចណាហើយក៏ស្រែកជេរឡើងទៅថាតើសំឡេងរំខានស្អីខ្មោចមកពីណាកំពុងតែស្រែកយំហ្នឹងអ្នកណាក៏បានដែរឆាប់អូសស្រីថោកទៀបនេះចុះលើភ្នំឲ្យឆាប់ឡើងស្រែកចប់មូរ៉ានមានអារម្មណ៍ថាដូចជាមិនត្រូវក្រែងខ្ញុំស្លាប់ហើយមិនមែនទេខណៈនេះភាពទុកព្រួយភាពត្រជាក់ការឈឺចាប់និងភាពឯកោវាយប្រហាររហូតឈឺដល់ក្នុងទ្រូងមូរ៉ានក៏ស្រាប់តែបើកភ្នែកឡើង
រូបភាពគ្រប់យ៉ាងមុនពេលស្លាប់វាប្រៀបបីដូចជាខ្យល់បក់ផាត់ប៉ះព្រិលរស័ព្ទទៅឆ្ងាយខណៈនេះគេក៏ឃើញថាខ្លួនឯងកំពុងតែដេកនៅលើគ្រែដែលវាមិនមែនជាគ្រែនៅឯភ្នំស៊ឺសឹងនោះទេក៏ប៉ុន្តែវាគឺជាគ្រែនៅក្នុងសំណាក់បននឹងឯងហើយបើពិនិត្យមើលទៅតាមក្បាច់ដែលឆ្លាក់នៅលើគ្រែក្បាច់ហ្នឹងគឺមានរូបនាគហើយនឹងហង្សសាច់ឈើហ្នឹងមានក្លិនក្អូបម្សៅជាខ្លាំងហើយនៅមានភួយដែលត្រឡប់នេះទៀតភួយហ្នឹងមានពណ៌ផ្កាឈូកលាយពណ៌ស្វាយស្រាលស្រាលនិងនៅលើភួយហ្នឹងមានប៉ាក់រូបទាយួនយ៉ាងមួយគូហើយសម្រាប់ទាយួនយ៉ាងមួយគូនេះផងដែរគឺគេចង់សម្ដៅទៅដល់គូស្នេហ៍ដែលស្មោះស្ម័គ្រនឹងគ្នាមួយគូដែលគេតែងតែប៉ាក់នៅលើភួយនៅលើកន្សែងឬមួយក៏នៅលើថង់ប្រាក់អីអញ្ចឹងណាឬមួយប៉ាក់នៅលើរបស់អនុស្សាវរីយ៍ជូនឲ្យគូស្នេហ៍គេអីហ្នឹងឯងនិយាយរួមគេប្រើប្រាស់វាគឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់ហ្នឹងឯងម៉ូរ៉ានគិតនៅក្នុងចិត្តបើនិយាយទៅខ្នើយនឹងភួយបែបនេះគឺមានតែស្ត្រីនៅក្នុងសំណាក់បនទេដែលប្រើម៉ូរ៉ានរឹងខ្លួនមកផ្លែតគេដឹងថាទីនេះគឺជាទីណាហើយទីនេះគឺជាផ្ទះប្រក់ក្បឿងដែលនៅជិតភ្នំស៊ឺសឹងបំផុតហើយដែលហៅថាផ្ទះប្រក់ក្បឿងវាគឺជាសំណាក់បននឹងឯងក្បឿងប្រក់ដំបូលរបស់ចិនគឺបែងចែកជាញីហើយនឹងឈ្មោលក្បឿងត្រូវតែមានជាគូទៅអាចប្រក់ជាប់វាក៏ដូចជាការប្រៀបធៀបមួយអញ្ចឹងពោលគឺនៅពេលដែលមានអ្នកចូលមកគឺមានន័យថាក្បឿងភុំហើយនៅពេលដែលភ្ញៀវចេញទៅវិញហ្នឹងបានន័យថាក្បឿងបែកឧទាហរណ៍នៅពេលដែលភ្ញៀវហើយនឹងស្រីស្អាតបានមកជួបគ្នារួចហើយក៏បែកគ្នាទៅតាមសមគួរវាគឺជារឿងធម្មតាទេសម្រាប់អាជីវកម្មបែបនេះម៉ូរ៉ានកាលពីគេនៅវ័យចំទង់គឺថាស្មោកគ្រោកខ្លាំងមែនតែនមានពេលខ្លាំងគេតែងតែមកផឹកស៊ីស្រីញីអូនបងនៅផ្ទះបងនេះយ៉ាងហោចណាស់ក៏10ថ្ងៃដែរនិយាយរួមមហាកក្រិចប៉ុណ្ណឹងហើយអត់កើតអេតងួតក៏ប៉ុន្តែប្លែកត្រង់ថាផ្ទះបងនេះគឺត្រូវបានបដូរម្ចាស់តាំងពីគេមានអាយុជាង20ឆ្នាំមកម្លេះគឺបដូរមកជារោងទៀមលក់សារាវិញម្ដងក៏ប៉ុន្តែបន្ទាប់ពីគេស្លាប់គេបែរជាមកផុសនៅទីនេះទៅវិញទាំងដែលសំណាក់បននេះគឺបានបិទអាជីវកម្មហ្នឹងតាំងពីយូរណាស់មកហើយតែនេះមានរឿងអ្វីកើតឡើងទៅឬមួយកាលពីគេនៅរស់សាងតែបាបកម្មចងពៀធ្ងន់ធ្ងរច្រើនពេកនឹងធ្វើបាបក្មេងចាស់ប្រុសស្រីរាប់មិនអស់ដូច្នេះហើយទើបត្រូវស្ដេចយមរាជដាក់ទោសឲ្យគេមកកើតសារជាថ្មីនៅក្នុងសំណាក់បននេះដើម្បីទទួលភ្ញៀវនិយាយរួមការគិតរបស់ម៉ូរ៉ានណាគិតចេញមកគឺមិនដែលច្រឡំនឹងគេទេហើយបើសិនជាអាចអេដមីនក៏ចង់ឃើញម៉ូរ៉ានទទួលភ្ញៀវដែរចាចង់ដឹងថាអារម្មណ៍ដែលត្រូវគេប្រមាថតើវាមានរសជាតិបែបម៉េចហើយបន្ទាប់ពីគេបែកប្រមាថជាមួយនឹងការគិតរបស់ខ្លួនឯងរួចមកខណៈពេលដែលគេបែកខ្លួនមកខាងទៀតក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគេបានឃើញអ្នកណាម្នាក់កំពុងតដេកក្បែរខ្លួនគេនឹងឯងផ្ទៃមុខក៏មើលទៅបែលទៀតហាក់បីដូចជាធ្លាប់ស្គាល់ស្អីគេអ្នកណាគេមកដេកក្បែរខ្លួនរបស់យើងហ្នឹងហ៎ហើយថែមទាំងជាបរិះអាក្រាតកាយនរោគោកទៀតម៉ូរ៉ានមានការឆ្ងល់ជាខ្លាំងបរិះម្នាក់នេះមានផ្ទៃមុខដ៏ទន់ស្បែកសរលោងគួរឲ្យស្រឡាញ់និងសិតសឹងតែបែងចែកមិនដាច់ថាគឺជាបរិះឬមួយក៏ស្ត្រីនោះទេម៉ូរ៉ានមិនសម្ដែងទឹកមុខអ្វីទាំងអស់និងសម្លឹងចងទៅកាន់ផ្ទៃមុខដ៏រលោងនេះចង់កន្លះថ្ងៃហើយនៅទីបំផុតគេក៏ចាំបានតើនេះមិនមែនជាប្រុសបម្រើដែលខ្ញុំចូលចិត្តជាងគេកាលពីខ្ញុំនៅវ័យចំទង់ទេក៏ដូចជាឈ្មោះរងសានឬក៏ដូចជាឈ្មោះរងជាវមិនខ្វល់តាសានឬមកកជាវវាមិនសំខាន់នោះទេអ្វីដែលសំខាន់ប្រុសបម្រើម្នាក់នេះកើតជំងឺអាសន្នរោគស្លាប់បាត់តាំងពីយូរណាស់ហើយតាម៉ូរ៉ានមានអារម្មណ៍ថាចេញពពុះតាមកំពង់កទឹកមុខវិញឡើងតឹងផ្អើហើយរួចហើយក៏បើកភួយឡើងសម្លឹងមើលទៅក្រោមរងដែលមិនដឹងថាជាវឬមកកសានម្នាក់នេះមិនអញ្ចឹងហៅថារងជាវទៅសិនទៅអញ្ចឹងមនុស្សស្អាតតូចរងជាវម្នាក់នេះមានស្នាមខ្សែក្រហមពេញទាំងខ្លួននៅលើជើងហ្នឹងមានខ្សែក្រហមតូចចងប្រមាណតសៃទៀតម៉ូរ៉ានដកដង្ហើមធំមួយហើយក៏គិតទៀតថាពិតជាគួរឲ្យចាប់អារម្មណ៍មែនពិចារណាធ្វើដៃចងខ្សែដល់ប្រណិតនេះរួមទាំងវិជាដ៏ស្ទាត់ជំនាញនេះរូបភាពដែលធ្លាប់ឃើញនេះមិនមែនយើងជាអ្នកចងដោយខ្លួនឯងទេដឹងម៉ូរ៉ានគឺជាអ្នកហាត់យុទ្ធសាស្ត្រដូច្នេះហើយរឿងដែលគេបានមកចាត់ជាតិសាសជាថ្មីនេះគេគួរតែធ្លាប់ប្រទះភ្នែកអានមកខ្លះហើយម៉ូរ៉ានមានការឆ្ងល់ជាខ្លាំងហើយក៏គិតនៅចិត្តទៅថានេះខ្ញុំបានកើតមកសាជាថ្មីហើយដើម្បីបញ្ជាក់ថាខ្លួនឯងបានកើតមកសាជាថ្មីម៉ូរ៉ានក៏ស្ទុះទៅមើលកញ្ចក់គេគឺស្លាប់នៅក្នុងអាយុ32ឆ្នាំក៏ប៉ុន្តែផ្ទៃមុខមិត្តចាស់ដែលនៅក្នុងកញ្ចក់នេះឃើញយ៉ាងច្បាស់ណាស់ថាគេគឺពិតជានៅក្មេងខ្លាំងមែនទែនប្រហែលជាអាយុ15-16ឆ្នាំនឹងឯងនៅក្នុងបន្ទប់នឹងគ្មានមនុស្សនោះទេម៉ូរ៉ានស្ដេចទី1នៃលោកមនុស្សមេប៉ាក់ភ្នំស៊ឺសឹងថាសៀនទីជីនស្ងាត់ទៅជាយូរទម្រាំតែបញ្ចេញអារម្មណ៍ខ្លួនឯងចេញមកបានហើយក៏លន់មាត់និយាយឡើងទៅថាវីវយហើយគ្រាន់តែនិយាយពាក្យថាវីវហើយប្រៀបបីដូចជាដាក់ឲ្យរងជាវគេភ្ញាក់ឡើងអញ្ចឹងរងជាវពេលដែលភ្ញាក់ឡើងក៏ស្ងាត់មួយ
ទាំងអាកប្បកិរិយាបែបខ្ជិលខ្ជិលភួយដែលដណ្ដប់ហ្នឹងក៏ធ្លាក់ចុះមកតាមខ្លួនបញ្ចេញឲ្យឃើញសាច់សខ្ចីដូចឲ្យចំណៃភ្នែកអញ្ចឹងបន្ទាប់មកគេក៏សួរទៅកាន់មូរ៉ានទៅថាថ្ងៃនេះអ្នកប្រុសមកគឺពិតជាក្រោកពីព្រឹកមែនមូរ៉ានគេក៏មិនបានចាញ់សម្លេងតបតវិញដែរគ្រាន់តែគិតនៅក្នុងចិត្តថាកាលពី10ឆ្នាំមុនគេគឺពិតជាចូលចិត្តមនុស្សស្អាតតូចម្ញាក់ម្ញាក់គួរឲ្យស្រឡាញ់បែងចែកមិនដាច់ថាប្រុសឬមកក៏ជាស្រីដូចជារងជើងនេះពិតមែនក៏ប៉ុន្តែនៅពេលវេលានេះថាសៀនទីជិនក្នុងវ័យអាយុ32ឆ្នាំមើលយ៉ាងណាក៏អត់ឆ្ងល់មិនបានដែរថាសង្ស័យតែអង្ការហ្នឹងខួរក្បាលខ្លួនឯងត្រូវអ្នកណាទាត់មិនមែនទើបបានជាគិតថាមនុស្សប្រភេទនេះគឺជាមនុស្សស្អាតឬមួយការប្រយុទ្ធមិញដេកមិនលក់យល់សពអាក្រក់មែនខ្លួនខ្ញុំស្លាប់បាត់ទៅហើយនេះគ្រាន់តែជាការដេកយល់សពអាក្រក់តែមែនទេនៅពេលដែលឃើញមូរ៉ានគេស្ងាត់ទៅអញ្ចឹងរងជាវគេក៏បានចុះទៅលើគ្រែហើយក៏បានដើរទៅអោបចង្កេះមូរ៉ានពីក្រោយអ្នកប្រមោចាប់អារម្មណ៍ខ្ញុំបន្តិចទៅហេតុអីបានជានៅភ្លឹកមិនចាប់អារម្មណ៍មនុស្សសោះអញ្ចឹងមូរ៉ាននៅពេលដែលត្រូវរងជាវអោបពីក្រោយអញ្ចឹងផ្ទៃមុខឡើងខៀវហើយមានអារម្មណ៍ថាចង់តែកត្រាក់បីសាយតូចនេះចេញពីខ្លួនឲ្យផុតរួចហើយក៏ចាប់ផ្ទះផ្ទៃមុខដ៏សរលោកនេះ30-70កំភ្លៀងមូរ៉ាននៅក្នុងគណៈពេលនេះគឺនៅតែឆ្ងល់មិនទាន់ស្វាងនៅក្នុងស្ថានភាពបែបហ្នឹងឡើយទេទោះបីជាយ៉ាងណាបើសិនជាខ្លួនពិតជាបានមកកើតសារជាថ្មីពិតមែនហើយម្យ៉ាងវិញទៀតយប់មិញក៏បានដេកជាមួយនឹងរងជាវពេញមួយយប់ហើយបើសិនជាភ្ញាក់ដឹងខ្លួនឡើងហើយទៅវាយមនុស្សរហូតដល់ច្រមុះខៀវប៉ោងមុខព្រឹត្តិកម្មបែបនេះមិនខុសអីពីមនុស្សបែកសតិទេពិតជាមិនសមទេមិនសមខ្លាំងមែនតើមូរ៉ានក៏តាំងសតិរងាប់អារម្មណ៍ខ្លួនឯងហើយក៏សួរទៅកាន់រងជាវទៅថាតើថ្ងៃនេះគឺជាថ្ងៃអីខែអីរងជាវសង្ហាក់មួយផ្លែតបន្ទាប់មកក៏ញញឹមឡើងហើយក៏និយាយទៅថាគឺជាថ្ងៃទី4ខែ5រងជាវនិយាយមិនទាន់ចប់ផងមូរ៉ានគេក៏និយាយឡើងទៅថាឆ្នាំវោកធាតុភ្លើងរងជាវតបទាំងឆ្ងល់អាហ្នឹងគឺជាឆ្នាំទៅតាឆ្នាំនេះគឺជាឆ្នាំលកាអ្នកប្រុសមកគឺជាមនុស្សខ្ពង់ខ្ពស់ឥឡូវឆាប់ភ្លេចភ្លាំងការចងចាំពីមួយថ្ងៃទៅមួយថ្ងៃដូចជាមិនសូវល្អឯងខ្សែភ្នែករបស់មូរ៉ាននៅតែច្បោកច្បល់ឆ្នាំលកាធាតុភ្លើងដែលគេមានអាយុ16ឆ្នាំនៅក្នុងរយៈពេល1ឆ្នាំដែលគេត្រូវមេបកភ្នំស៊ឺសឹងទទួលស្គាល់ថាជាក្មួយប្រុសដែលបានបាត់ទៅនោះបដូរពីឆ្កែដែលអន់ដែលតែងតែត្រូវគេធ្វើបាបប្រែคล้ายទៅជាស្ដេចហង្សដែលទុំនៅលើមែកឈើនេះខ្ញុំពិតជាបានមកកើតសារជាថ្មីពិតមែនឬក៏វាគ្រាន់តែជាការយល់សប្តិជាភពបំភាន់ភ្នែកមុនពេលស្លាប់រងជាវញញឹមបន្តិចហើយក៏និយាយទៅថាខ្ញុំថាអ្នកប្រុសមកឃ្លានឡើងមកវិញមកវាន់ហើយសូម្បីតែថ្ងៃនេះក៏មិនដឹងថាថ្ងៃអីឆ្នាំអីដែរមិនអញ្ចឹងទេចាំខ្ញុំចុះទៅយកអាហារយកមកឲ្យលោកនៅក្នុងខណៈនេះនៅពេលដែលមូរ៉ានគេដឹងថាខ្លួនឯងបានមកកើតសារជាថ្មីគេក៏មិនទាន់ទម្លាប់នឹងស្ថានភាពបែបនេះដែរដូច្នេះហើយក៏បានត្រឹមតែងក់ក្បាលយល់ព្រមទៅកាន់រងជាវទៅមូរ៉ានសម្លឹងមើលទៅប្រុសសំណប់ចិត្តរបស់ខ្លួនឯងកាលពីអតីតទាំងដែលអារម្មណ៍របស់ខ្លួនឯងពេលនេះសម្លឹងឃើញហើយតលន់ខ្លាំងមែនតែនក៏ប៉ុន្តែទោះជាយ៉ាងណាគេក៏ត្រូវតែខំថ្មីសង្កត់ចិត្តទ្រាំដែររួចហើយក៏បញ្ចេញអាកប្បកិរិយាដូចឆ្កែខែក្រឹកណាទៅគៀបផ្លូវរបស់រងជាវបន្តិចមុននឹងនិយាយឡើងទៅថាកុំភ្លេចយកបបរមកបញ្ចុកយើងមួយចានផងហើយបន្ទាប់ពីរងជាវចេញទៅមិនបានយូរប្រមាណគេក៏ត្រឡប់មកវិញព្រមជាមួយនឹងបបរមួយចាននំដុត2ដុំហើយថែមទាំងបាយមួយចានទៀតនៅក្នុងខណៈនេះមូរ៉ានគេក៏ដូចជារៀងឃ្លានដែរហើយក៏បានលូកដៃទៅយកនំដុតយកមកញ៉ាំក៏ប៉ុន្តែក៏ត្រូវរងជាវគេវាសដៃចេញហើយក៏និយាយយកចិត្តទៅកាន់មូរ៉ានទៅថាអ្នកប្រុសម៉ូមិនអញ្ចឹងទេចាំខ្ញុំបញ្ចុងបន្ទាប់មករងជាវគេក៏បានលើកចានបបរឡើងរួចហើយក៏ឡើងទៅអង្គុយលើផ្លូវរបស់មូរ៉ានទាំងរាងកាយននោគោកនៅលើខ្លួនហ្នឹងពាក់អាវឃ្លុំខាងក្រៅតែមួយឯងទាំងដែលខាងក្នុងគឺននោគោកហ្មងហើយឡើងទៅអង្គុយលើផ្លូវរបស់មូរ៉ានបញ្ចុកបបរឲ្យហ្នឹងណាមិនត្រឹមតែអង្គុយតាមស្រួលទេវាដូចយើងកំពុងជិះសេះអញ្ចឹងរូតទៅរូតមកទៅរស់ទៅទៅរស់មកទៀតនេះបើសិនជាមានសកាឬមកក៏ធ្មងត្រីអីអញថាប្រកាសជាមុតអាយះអស់មូរ៉ានអត់មាត់សម្លឹងចងទៅកាន់ផ្ទៃមុខរបស់រងជាវមកសបករងជាវបន្ទាប់ពីឃើញមូរ៉ានសម្លឹងចងមកកាន់ខ្លួនអញ្ចឹងក៏គិតថាមូរ៉ានប្រហែលជាកើតមានអារម្មណ៍ផ្លូវភេទទៀតហើយក៏ធ្វើជានិយាយបែបអៀនអៀនទៅថាហេតុអីក៏អ្នកប្រុសម៉ូសម្លឹងមើលមុខខ្ញុំមិនឈប់អញ្ចឹងអាហារទៅជាអស់ហើយមូរ៉ាននៅតែនៅស្ងៀមនឹកឃើញរឿងល្អៗដែលរងជាវគេធ្វើលួចលាក់ពីក្រោយខ្នងរបស់ខ្លួនឯងកាលពីជាតិមុននឹកឃើញដល់ចំណុចនេះមូរ៉ានគេក៏ញញឹមឡើងរឿងដែលគួរឲ្យស្អប់ទាំងឡាយថាសៀនទីជីនគឺបានធ្វើមកអស់ហើយដូច្នេះហើយគណៈពេលនេះបើសិនជាគេចង់ធ្វើរឿងគួរឲ្យស្អប់ជាងនេះទៅទៀតក៏គេធ្វើបានដែរគណៈពេលនេះវាគ្រាន់តែជាការលេងដើម្បីសប្បាយតែប៉ុណ្ណោះដូច្នេះហើយល្បិចរបស់ក្មេងតូចប៉ុណ្ណឹងមិនស្គៀបជើងថ្មីរបស់គេផងមូរ៉ានផ្អែកខ្លួនទៅលើកៅអីបែបសប្បាយខ្លាំងមែនទែនហើយក៏និយាយទៅកាន់រងជាវទៅថាឆាប់ឡើងមករងជាវមកឡើងក្រហមហើយក៏និយាយបែបអៀនអៀនទៀតទៅថាហេតុអីបានជាអ្នកប្រុសមកចិត្តក្តៅម្លេះញ៉ាំបន្តិចទៀតហើយនិយាយមិនតាន់ចប់ផងក៏ត្រូវមូរ៉ានទាញខ្លួនគេងខិតមកមុខ
ហើយក៏បានលើគេឲ្យអង្គុយពីលើតែម្ដងរងជាវរៀងញ័របន្តិចចានក៏ធ្លាក់ពីដៃហើយក៏ធ្វើជានិយាយបែបភ្ញាក់ផ្អើលទៅថាអ្នកប្រុសម៉ូចានចំណែកអមូរ៉ានក៏តបបែបអត់ខ្វល់ទៅថាមិនចាប់អារម្មណ៍ទេរងជាវក៏ព្យាយាមនិយាយទៀតទៅថាទោះជាយ៉ាងណាក៏ឲ្យម៉ូរ៉ានញ៉ាំបបរសិនទៅដែរក៏ប៉ុន្តែនិយាយមិនតាន់ចប់ហងក៏ត្រូវម៉ូរ៉ានហ្នឹងអុកដាច់សម្លេងបាត់ទៅតាមពិតទៅអេដមីនអត់ចង់រំលឹកទេក៏ប៉ុន្តែខួរក្បាលវាចេះតែផុសចេញមកអីអញ្ចឹងណាឯងឆ្ងល់ដែរក្រែមានមិននាំគ្នាបកាច់កទៅប្រហែលជាពួកវាគិតថាកៅអីនឹងអត់ការងារធ្វើអីអញ្ចឹងណាអញ្ចឹងហើយបានជាវារកកិច្ចការងារមួយឲ្យកៅអីនឹងវាមានកិច្ចការធ្វើគោលបំណងលក្ខណៈថាកុំឲ្យកៅអីវាទំនេរពេកម៉ូរ៉ានក៏តបទៅកាន់រងជាវទៅថាក្រែយើងកំពុងតែញ៉ាំហើយមិនមែនទេរងជាវខណៈពេលកំពុងតែជិះសេះក្បាលក៏ងើយទៅលើហើយក៏អោនមកវិញបែបអលក្ខណៈថាចង់ទៅថើបម៉ូរ៉ានអីអញ្ចឹងណាបើកើតពីចិត្តមុនវិញម៉ូរ៉ានអាចនឹងស្ម័គ្រចិត្តថើបដោយមិនស្ទាក់ស្ទើរនោះទេម្យ៉ាងវិញទៀតរងជាវក៏ជាមនុស្សដែលស្អាតនឹងនៅពេលដែលពួកគេមានអីជាមួយគ្នាគេក៏ពូកែនិយាយដល់អារម្មណ៍បានល្អទៀតហើយបើសិនជាចង់និយាយថារងជាវមិនគួរឲ្យតាក់ទាញនោះគឺរឹតតែចម្លែកទេពីព្រោះសម្រាប់រងជាវប្រៀបបីដូចជាកញ្ជ្រោងរេមុនស្នេហ៍ដាក់គេអញ្ចឹងក៏គ្រាន់តែថាម៉ូរ៉ាននៅពេលដែលនឹកឃើញរឿងរ៉ាវដែលរងជាវបានធ្វើរឿងលួចលាក់ពីក្រោយខ្នងរបស់ខ្លួនម៉ូរ៉ានខណៈពេលនេះមានអារម្មណ៍ថាមាត់នេះគឺពិតជាមានក្លិនស្អុយខ្លាំងមែនទែនបាននិយាយទៅម៉ូរ៉ាននៅក្នុងវ័យអាយុ32ឆ្នាំជាមួយនឹងម៉ូរ៉ានមានវ័យអាយុ16ឆ្នាំមានភាពខុសគ្នាប្រមាណចំណុចម៉ូរ៉ាននៅក្នុងវ័យអាយុ16ឆ្នាំគ្រាន់នឹងមានភាពទន់ភ្លន់ខ្លះក៏ប៉ុន្តែម៉ូរ៉ាននៅក្នុងវ័យអាយុ32ឆ្នាំគឺមានតែភាពខូខើតែប៉ុណ្ណោះបន្ទាប់ពីបញ្ចប់សង្គ្រាមម៉ូរ៉ានអង្គុយសម្លឹងមើលទៅកាន់រងជាវដែលខ្លួនឯងក្លុកតែគត់ធ្វើឲ្យរងជាវឡើងស្លាប់ស្ដុករងជាវគឺជាមនុស្សស្អាតខ្លាំងមែនតើលក្ខណៈថាបែងចែកមិនដាច់ថាជាប្រុសឬមួយក៏ស្រីនោះទេវាមិនចម្លែកទេការដែលជាតិមុនម៉ូរ៉ានចូលចិត្តរងជាវដល់ថ្នាក់ហ្នឹងម៉ូរ៉ានក៏ញញឹមបែបមានពុតត្បុតបន្តិចហើយក៏រើសបំបែងចានមកឆូតមុខរបស់រងជាវសម្រាប់គេគឺជាមនុស្សដែលគុំគួនខ្លាំងមែនតើបើទោះបីជារឿងបន្តិចបន្តួចក៏ដោយខណៈពេលដែលគេតាក់ទងជាមួយនឹងរងជាវគេក៏ធ្លាប់គិតដែរថានឹងលុះខ្លួនរងជាវចេញពីសំណាក់បងនឹងផងក៏ប៉ុន្តែចុងក្រោយរងជាវបែរជាក្បត់ខ្លួនឯងទៅខົບខិតជាមួយនឹងអ្នកដទៃចាត់ការទៅលើគេបែបណាខ្លះនឹកឃើញរឿងនេះម៉ូរ៉ានក៏ញញឹមយ៉ាងសមចិត្តខ្លាំងមែនទែននឹងអត់ទ្រាំមិនបានទេដែលត្រូវឆូតមុខរបស់រងជាវខណៈនេះទាំងស្នាមញញឹមរបស់ម៉ូរ៉ានទាំងទង្វើរបស់ម៉ូរ៉ានមានអារម្មណ៍ថារូបចិត្តខ្លាំងមែនទែនអ្វីដែលបរិះម្នាក់នេះកំពុងតែធ្វើគឺជាការលក់រាងកាយបើគេគ្មានផ្ទៃមុខនេះទេនោះគេនឹងគ្មាននៅសេះសល់អ្វីទៀតទេបរិះថ្នាក់ទៀបរូបនេះនឹងរសាត់អន្ត្រាត់រស់នៅទាំងត្រដាក់ត្រដួសត្រូវគេទាត់ត្រូវគេវាយច្រំធាក់ត្រូវគេជេរប្រមាថដូចឆ្កែតាមចិញ្ចើមផ្លូវអូហូគ្រាន់តែគិតក៏មានអារម្មណ៍ល្អដែរម៉ូរ៉ានគិតដល់ចំណុចនេះក៏ធ្វើឲ្យគេមានអារម្មណ៍ល្អខ្លាំងមែនទែនសូម្បីតែការស្អប់ខ្ពើមដែលខ្លួនឯងទើបតែមានមិញនេះក៏ត្រូវបានរសាត់បាត់ភ្លាមៗដែរស្នាមញញឹមរបស់គេក៏កាន់តែសមចិត្តជាងមុនថែមទៀតនិយាយរួមទៅគឺថារោគចិត្តដល់ដំណាក់កាលចុងក្រោយតែម្ដងខណៈនេះឈាមក្រហមស្រស់ក៏បានហូរចេញមកមនុស្សដែលសន្លប់ហាក់បីដូចជាមានអារម្មណ៍ថាឈឺចាប់ជាខ្លាំងរួចហើយក៏ធ្ងោចេញមកបែបស្អកស្អកទាំងទឹកភ្នែកក៏ជ្រាបចេញមកទឹកភ្នែកក៏ទើនៅតាមរោងភ្នែកដែលមើលទៅគួរឲ្យចង់មើលខ្លាំងមែនទែនខណៈនេះដៃរបស់ម៉ូរ៉ានក៏ស្រាប់តែឈប់ភ្លាមហ្នឹងគេក៏ស្រាប់តែនឹកឃើញទៅដល់មិត្តចាស់គេដឹងអំពីអ្វីដែលគេកំពុងតែធ្វើហើយក៏ស្រឡាំងកាំងទៅមួយផ្លែតមុននឹងដៃរបស់គេដាក់ចុះដែលយឺតយឿនបើនិយាយទៅគេគឺធ្វើតែរឿងអាក្រក់ឡើងคล้ายទៅជាទម្លាប់ពិតមែនភ្លេចទៅថាខ្លួនឯងនៅពេលនេះគឺបានមកកើតសារជាថ្មីហើយរឿងទាំងឡាយនៅមិនទាន់កើតកំហុសដ៏ធំនៅមិនទាន់កើតនៅឡើយទេបរិះម្នាក់នោះក៏នៅមិនទាន់ស្លាប់ដែរហេតុអីខ្ញុំត្រូវដើរតាមផ្លូវខូខើព្រៃផ្សៃទៀតទាំងដែលគេអាចចាប់ផ្ដើមសារជាថ្មីឡើងវិញបានសោះហ្នឹងម៉ូរ៉ានអង្គុយចុះលើកជើងមកខាងឡើងដាក់ទៅលើគ្រែរួចហើយក៏លេងអំបែងក្បឿងដែលបានឆូតមុខរបស់រងជាវមិញនេះនៅក្នុងដៃបន្ទាប់មកក៏យកនំបំពងដែលនៅលើតុយកមកញ៉ាំសម្រាប់នំបំពងនេះវាគឺជាអាហារពិសេសរបស់ផ្ទះបងនេះតាមពិតទៅវាក៏មិនឆ្ងាញ់អីណាស់ណាទេបើប្រៀបធៀបទៅនឹងរសជាតិដែលគេបានភ្លក់នៅពេលដែលគេคล้ายទៅជាថាសៀនជីនទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីផ្ទះបងនេះត្រូវបានបិទម៉ូរ៉ានគេក៏គ្មានឱកាសបានញ៉ាំនំបំពងនេះទៀតដែរក៏ប៉ុន្តែឥឡូវនេះរសជាតិដែលធ្លាប់ស្គាល់កាលពីអតីតកាលក៏បានមកស្គាល់រសជាតិម្ដងទៀតរាល់ពេលដែលម៉ូរ៉ានគេខាំញ៉ាំនំនេះមួយម៉ាត់ហើយមួយម៉ាត់ទៀតគេមានអារម្មណ៍ថាវាដូចជារឿងមិនពិតតតែសោះក្នុងការដែលគេបានមកកើតសារជាថ្មីនេះហើយរហូតដល់គេបានញ៉ាំនំនេះអស់នៅទីបំផុតគេក៏សម្រួលអារម្មណ៍ដឹងខ្លួនឡើងបន្តិចម្ដងពីការយល់ច្រឡំដវងវាប្រៀបបីដូចជាការភ្ញាក់ពីសុបិនយ៉ាងអញ្ចឹងខ្ញុំពិតជាបានកើតមកសារជាថ្មីពិតមែនអំពើអាក្រក់និងភាពខូខើទាំងអស់នៅក្នុងជីវិតរបស់គេគ្រប់រឿងរ៉ាវដែលមិនអាចត្រឡប់ក្រោយវិញបានទាំងអស់នោះគឺនៅមិនទាន់កើតឡើងនៅឡើយទេខ្ញុំនៅមិនទាន់សម្លាប់លោកពូអ្នកមីងនៅមិនទាន់សម្លាប់
ធ្វើការបោសសម្អាត72សំណាក់នៅមិនទាន់រៀបការនៅមិនទាន់មានអ្នកណាស្លាប់ទេមូរ៉ានគេក៏ក្រឡោះអណ្ដាតឬសូតែប៉ុកគេមានអារម្មណ៍ថារីករាយនៅក្នុងទ្រូងរំភើបជាខ្លាំងនៅក្នុងជាតិមុនរបស់គេមានអំណាចមានវិជាហាមឃាត់ទាំង3ដ៏អស្ចារ្យវិជាហាមឃាត់ដ៏អាចកំបាំងនៃពិភពមនុស្សគេប្រទះភ្នែកមកអស់ហើយនឹងមានតែវិជាកើតថ្មីទេដែលគេមិនអាចឈានដល់នឹងបើទោះបីជាគេគឺជាមនុស្សឆ្លាតអស្ចារ្យប៉ុណ្ណាក៏ដោយក៏ប៉ុន្តែបើទោះបីជាការពិជាតិមុនគេរៀនវិជាកើតថ្មីមិនបានសម្រេចក៏ប៉ុន្តែវាសនាបែរជាឲ្យគេមកកើតសាជាថ្មីម្ដងទៀតគ្រប់គ្នាដែលត្រូវគេបានសម្លាប់ពេលនេះគឺនៅមានជីវិតទាំងអស់ដូច្នេះហើយអារម្មណ៍ភាពដែលមិនយល់ព្រមភាពសោកសៅភាពឯកោនិងភាពទទេស្អាតទាំងអស់នៅក្នុងជាតិមុនរបស់គេបានដក់ជាប់នៅក្នុងចិត្តរូបភាពហេតុការណ៍ដែលអណ្ដាតភ្លើងឆាបឆេះនៅលើកំពូលភ្នំស៊ឺសឹងកងទ័ពទាំងមូលសម្រុកចូលមកចិត្តហាក់បីដូចជានៅចំពោះមុខរបស់គេនៅពេលនោះគេគឺពិតជាមិនចង់រស់នៅបន្តទៀតពិតមែនគ្រប់គ្នាតែងតែនិយាយថាគេមានវាសនាជីវិតឯកោមិនមានសាច់ញាតិគ្មានមិត្តភ័ក្តិទីបំផុតគេក៏មានអារម្មណ៍ថាខ្លួនឯងប្រៀបបីដូចជាស្លាប់ទាំងរស់យ៉ាងអញ្ចឹងប្រើជីវិតរស់នៅទាំងធុញទ្រាន់ពិតជាឯកោខ្លាំងមែនទែនក៏ប៉ុន្តែមិនដឹងថាមានការផ្លាត់ស្នៀតនៅចំណុចណាទេទើបបានជាមនុស្សអាក្រក់ថោកទាបដូចជាគេមានឱកាសបានកើតមកសារជាថ្មីម្ដងទៀតដូច្នេះហើយហេតុអីគេក៏ត្រូវសងសឹករឿងការពិជាតិមុនដោយការបំផ្លាញសម្ផស្សរបស់រងជាវដែររងជាវគឺជាមនុស្សល្មមប្រាក់ក៏គ្រាន់តែដើរលេងធ្វើខុសប្រពៃណីលើកនេះបែបស៊ីហ្វ្រីរួចហើយក៏យកទ្រព្យសម្បត្តិរបស់គេខ្លះវាគ្រាន់តែជាការផ្ដល់មេរៀនបន្តិចបន្តួចសម្រាប់ជីវិតមនុស្សម្នាក់នេះគិតហើយក៏និយាយទៅកាន់រងជាវដែលកំពុងតែស្លាប់ទៅថាយើងយកប្រៀបលើឯងបន្តិចហើយណារងជាវនិយាយចប់មូរ៉ានក៏ញញឹមប្រព្រាយរួចហើយក៏ទៅយកវត្ថុមានតម្លៃព្រមទាំងគ្រឿងអលង្ការទាំងអស់របស់រងជាវនឹងរៀបចំខ្លួនឯងឲ្យបានរៀបរយរួចហើយក៏ដើរចេញទៅទាំងស្ងប់ស្ងាត់យ៉ាងរំភើយខ្លាំងមែនទែននឹងអត់មានទើសក្បាលណាមកបន្តិចលោកពូអ្នកមីងសិស្សច្បងសិស្សប្អូនសៀមឹងលោកគ្រូនៅមានគិតដល់មនុស្សម្នាក់នោះកែវភ្នែករបស់មូរ៉ានក៏ស្រាប់តែស្រទន់ភ្លាមហើយក៏និយាយឡើងទៅថាសិស្សច្បងខ្ញុំមករកអ្នកហើយបន្តមកទៀតបន្ទាប់ពីប្រលឹងរបស់គេបានត្រឡប់មកកើតសារជាថ្មីវិញគេក៏ចង់ដឹងដែរថាតើមូលដ្ឋាននៃកម្លាំងធាតុយុទ្ធសាស្ត្ររបស់គេកាលពីជាតិមុនតើវាបានមកកើតជាមួយគេដែរឬមួយក៏អត់មូរ៉ានស្ទាបស្ទង់មើលកម្លាំងធាតុរបស់ខ្លួនឯងគេដឹងថាកម្លាំងធាតុកាលពីជាតិមុនរបស់គេគឺមិនបានមកជាមួយគេនោះទេទោះជាយ៉ាងណាក៏មិនអីដែរពីព្រោះអីគេគឺជាមនុស្សដែលឆ្លាតនិងមានការយល់ដឹងខ្ពស់ជាងអ្នកដទៃការចាប់ផ្ដើមវឹកហាត់សារជាថ្មីម្ដងទៀតវាមិនមែនជារឿងធំអីឡើយម្យ៉ាងវិញទៀតការដែលគេបានមកកើតសារជាថ្មីនេះវាគឺជាភាពរីករាយដ៏អស្ចារ្យណាស់ទៅហើយដូច្នេះហើយគេគួរតែរងាប់អាកប្បកិរិយាដ៏កាចសាហាវរបស់ខ្លួនឯងឲ្យអស់រៀបចំខ្លួនត្រឡប់ទៅសំណាក់វិញព្រមជាមួយនឹងភាពរីករាយដែលក្មេងប្រុសអាយុ16ឆ្នាំគួរតែមានបន្ទាប់មកទៀតនៅពេលប្រលប់មូរ៉ានក៏បានមកដល់តំបន់វូឆាងដែលនៅជិតភ្នំស៊ឺឆាងបំផុតខណៈនេះគេក៏ដូចជាមានអារម្មណ៍ថាឃ្លានបន្តិចដែរដូច្នេះហើយគេក៏បានដើរចូលទៅញ៉ាំអីនៅក្នុងរោងទៀមស្រាមួយកន្លែងមូរ៉ានជ្រើសរើសយកបន្ទប់ផ្ទាល់ខ្លួនដែលនៅក្បែរមាត់បង្អួចមួយនៅក្នុងរោងទៀមមានមនុស្សជាច្រើនដែលអ្នកខ្លះក៏ញ៉ាំអាហារបណ្ដាស្ដាប់រឿងនិទានបណ្ដារាល់លើកដែលអ្នកនិទានរឿងគឺតែងតែនិទានអំពីប្រវត្តិរបស់ប៉ាក់ភ្នំស៊ឺឆាងនឹងតែម្ដងមនុស្សគ្រប់គ្នាសុទ្ធតែដឹងថាពិភពសំសិលរបស់ពួកគេគឺត្រូវបានបែងចែកទៅតាមលក្ខណៈសម្បត្តិមានការវឹកហាត់យុទ្ធសាស្ត្រកម្រិតខ្ពស់ហើយនិងកម្រិតទាបជាពិសេសគឺប៉ាក់ភ្នំស៊ឺឆាងដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពសំសិលលំដាប់ទាបកាលពី100ឆ្នាំមុននឹងតំបន់អ៊ូឆាងវាក៏គ្រាន់តែជាស្រុកតូចមួយដែលដាច់ស្រយាលនឹងត្រូវបានគេបោះបង់ចោលក៏ដោយសារតែនៅទីនេះគឺវានៅជិតច្រកចូលពិភពខ្មោចនៅពេលមេឃងងឹតអ្នកភូមិគឺមិនអាចចាក់ចេញពីផ្ទះបានទេឬក៏ប្រសិនបើជាមានការចាំបាច់ដែលត្រូវចាក់ចេញទៅក្រៅទាំងយប់អធ្រាត្រនោះពួកគេគឺត្រូវតែគោះកណ្ដឹងបណ្ដេញខ្មោចឬក៏អុជធូបក្រអូបបាចលុយក្រដាសហើយក៏ស្រែកថាមនុស្សឆ្លងភ្នំខ្មោចឆ្លងក្រដាសរួចហើយក៏នាំគ្នាប្រញាប់ដើរទៅឲ្យលឿនក៏ប៉ុន្តែសប្តាហ៍នេះនៅក្នុងស្រុកហាក់បីដូចជាមានសភាពអ៊ូអរនិងរីកចម្រើនយ៉ាងខ្លាំងមិនខុសអីពីកន្លែងផ្សេងដទៃទៀតនោះទេហើយទាំងអស់នេះក៏ព្រោះតែវាស្ថិតក្រោមការមើលថែរបស់ប៉ាក់ភ្នំស៊ឺឆាងនឹងតែម្ដងសម្រាប់វិមានអមតៈនេះផងដែរត្រូវបានសាងសង់ឡើងនៅចំច្រកខ្លាំងទ្វារខ្មោចចន្លោះព្រំដែនយិនហើយនឹងយ៉ាងនឹងបើទោះបីជាសាងសង់ឡើងមិនបានយូរប៉ុន្មានក៏ដោយក៏ប៉ុន្តែសម្រាប់មូរ៉ានរឿងនិទានប្រវត្តិសាស្ត្រសម័យនេះ
កេងគឺបានស្ដាប់មកឡើងសគាតិចទៅហើយនៅខណៈនឹងនៅក្នុងផ្សារក៏មានអ្នកលេងប៉ាហ៊ីមកក្រុមមកសម្ដែងផងដែរម៉ូរ៉ានក៏សម្លឹងមើលតាមបង្អួចទៅក្រោមរឿងនេះវាគួរឲ្យចាប់អារម្មណ៍ជាងការទៅស្ដាប់រឿងនិទានរបស់វាមានអមតៈចាស់នឹងទៅទៀតម៉ូរ៉ានបដូរមកចាប់អារម្មណ៍អ្នកសម្ដែងហ៊ីនេះវិញម្ដងនេះគឺជាការសម្ដែងប៉ាហ៊ីដែលយកកូនខ្មោចសត្វបៃសៀមកសម្ដែងសត្វនេះគឺជាសត្វដ៏កាចសាហាវពីបុរាណហើយក៏ត្រូវបានពពួកអ្នកបួសបង្ក្រាបបានរួចហើយក៏យកពួកវាមកវឹកហាត់ឲ្យស្ដាប់បង្គាប់បញ្ជាក់អ្នកនរគ្នាសត្វបៃសៀហ្នឹងគឺជាសត្វទេពកថានៅក្នុងរឿងព្រេងនិទានវាគឺជាកូននាគទី9ហើយដោយសារតែវាគ្មានរុនគូទេដូច្នេះហើយទើបគេចាត់ទុកថាវាគឺជាសត្វនាំលាភសំណាងនិយាយរួមទៅវាគឺលក្ខណៈថាគេចាត់ទុកថាវាមានតែទ្រព្យហូរចូលក៏ប៉ុន្តែគ្មានទ្រព្យហូរចេញអីអញ្ចឹងណាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញហើយពីសៀដែលដុំមាសតូចប៉ិនកូនដៃគេដាក់ចងជាមួយនឹងខ្សែក្រហមគេពាក់នឹងកដៃអ្នកទាំងអស់គ្នាខ្លះក៏ដាក់ជាមួយនឹងកម្មទៅបន្ទាប់មកអ្នកដែលសម្ដែងសៀងក៏បានបើកកណាត់ចេញបង្ហាញឲ្យឃើញសត្វដែលនៅក្នុងទ្រុងប្រមាណក្បាលសត្វហ្នឹងមានរូបរាងដងខ្លួនវាគឺជាខ្លាឃ្មុំក៏ប៉ុន្តែក្បាលមុខវាហ្នឹងគឺជាមុខមនុស្សម៉ូរ៉ានឃើញហើយគេក៏អត់មាត់មានអារម្មណ៍ថានេះគ្រាន់តែជាកូនខ្លាឃ្មុំទុនល្វើយហ៊ានមកនិយាយថានេះគឺជាសត្វពីសៀផងនេះដូចជាអួតខ្លួនឯងពេកទៅដឹងអ្នកណាជឿមានតែខួរក្បាលអ្នកនោះមានបញ្ហាហើយម៉ូរ៉ាននិយាយមិនតាន់ទាំងផុតពីមាត់ផងទស្សនវិជ្ជាដែលនៅចំពោះមុខក៏ធ្វើឲ្យគេមានអារម្មណ៍ថានេះពិតជាធ្វើឲ្យគេបានបើកភ្នែកបើកត្រចៀកពិតមែននេះពីព្រោះអីមនុស្សខួរក្បាលមានបញ្ហាប្រមាណ30-40នាក់ក៏ចាប់ផ្ដើមនាំគ្នារត់ទៅមើលយ៉ាងឈូឆរដែលធ្វើឲ្យអ្នកនិទានរឿងមានអារម្មណ៍ថារៀងខ្មាស់អៀនខ្លះដែរពីព្រោះអីលែងមានអ្នកស្ដាប់រឿងនិទានបន្តទៀតហើយហ្នឹងហើយបើទោះបីជាលែងសូវមានអ្នកស្ដាប់រឿងរបស់គាត់បន្តទៀតក៏ដោយក៏ប៉ុន្តែគាត់ក៏នៅតែព្យាយាមនិយាយបន្តទៀតដែរទាំងមានអារម្មណ៍ថាក្នុងចិត្តហ្នឹងគឺរៀងអាម៉ាស់បន្តិចអីអញ្ចឹងណាបាត់អ្នកគ្រប់គ្រងអស់ឥឡូវនេះមេប៉ាក់ព្រំស៊ឺសឹងអាចនិយាយបានថាមានគេឈ្មោះល្បីរន្ទឺខណៈហ្នឹងក៏ស្រោចតែមានសម្លេងនរណាម្នាក់ក៏ស្រែកឡើងទៅថាល្អបន្តទៀតអ្នកនិទានបានគេលើកទឹកចិត្តអញ្ចឹងគាត់ក៏ងាកទៅមើលតាមម្ចាស់សម្លេងយ៉ាងលឿនហើយក៏បានឃើញម្ចាស់សម្លេងម្នាក់នោះក៏ប៉ុន្តែគួរឲ្យស្ដាយពីព្រោះអីម្ចាស់សម្លេងនឹងមិនបានសម្លឹងមើលមកគាត់នោះទេក៏ប៉ុន្តែគេគឺកំពុងតែសម្លឹងមើលទៅកាន់អ្នកសម្ដែងហ៊ីនៅខាងក្រោមនោះទៅវិញទេនៅក្នុងសាលទាំងមូលក៏ផ្ទុះសំណាយឡើងដើម្បីមើលភាពសប្បាយរីករាយនៅខាងក្រោមអ្នកនិទានបានត្រឹមតែបន្តនិទានយ៉ាងគួរឲ្យអាណិតខ្លាំងមែនទែនហើយគាត់ក៏ចេះតែបន្តនិយាយទៅថាអាវុធដែលល្បីបំផុតរបស់មេប៉ាក់នោះគឺជាផ្លិតរបស់គាត់គ្រប់គ្នាក៏នៅតែមិនចាប់អារម្មណ៍អ្នកនិទានរឿងគាត់បានត្រឹមតែយកកូនកន្សែងមកជូតមុខបន្តិចក្នុងចិត្តមានការខឹងជាខ្លាំងក៏ប៉ុន្តែក៏មិនអាចបញ្ចេញមកបានឃើញសភាពគាត់បែបហ្នឹងម៉ូរ៉ានក៏ញញឹមឡើងហើយក៏បានស្រែកប្រាប់ទៅកាន់គាត់ទៅថាខ្ញុំថាឈប់និទានរឿងកំពូលភ្នំស៊ឺសឹងទៀតទៅយកល្អមកនិទានរឿង18ស៊ឺប៉ាមួវិញទៅល្អជាងសូមធានាថាពួកគេប្រកាសជាត្រឡប់មកវិញមិនខានទេចំណុចនេះបញ្ជាក់អ្នកនរគ្នាស៊ឺប៉ាមួហ្នឹងបានន័យថារឿងនិទានពាក់ព័ន្ធទៅនឹងផ្លូវភេទអីអញ្ចឹងរឿង18បូកណានិយាយរួមទៅការបញ្ចេញយោបល់មិនថានៅទីណាកន្លែងណាទេចេញមកគឺខួរក្បាលទៅជុះម៉ូរ៉ានបើសិនជានៅសម័យបច្ចុប្បន្នយើងវិញអាចនឹងទទួលការអញ្ជើញទៅក្នុងមន្ទីរកែប្រែហើយសម្រាប់ហេតុផលវិញគឺនៅក្នុងស្ថានភាពដែលគ្មានថ្នាំព្យាបាលហើយចំណែកឯអ្នកនិទានរឿងវិញគាត់ក៏មិនដឹងដែរថាអ្នកដែលនៅខាងក្រោយវាំងណនោះគឺជាម៉ូរ៉ាននោះទេដូច្នេះហើយទើបគាត់តបទៅកាន់ម៉ូរ៉ានទាំងមិនក្រែងចិត្តទៅថាវាភាសាអសុរោះបែបនេះវាពិតជាមិនសមទេវាមិនសមនឹងកន្លែងសាធារណៈបែបនេះទេម៉ូរ៉ានក៏ញញឹមហើយក៏តបវិញទៅថាកន្លែងនេះចាត់ទុកថាជាកន្លែងសាធារណៈក៏ប៉ុន្តែលោកខ្លួនឯងក៏មិនចេះខ្មាស់គេដែរនេះណានិយាយចុះក៏ស្រាប់តែលឺសម្លេងអធិកធមនៅខាងក្រោមខណៈនេះនៅខាងក្រោមគឺថាជីវកជីវល់ខ្លាំងមែនទែនហើយក៏នាំគ្នាស្រែកឡើងទៅថាអាយ៉ាសេះនេះក៏ពិតជារត់លឿនណាហើយចំណែកឯអ្នកខ្លះទៀតក៏និយាយដែរថានេះគឺជាសៀមជននៅកំពូលភ្នំស៊ឺចង់ទេដឹងសេះនេះរត់យ៉ាងលឿនសម្ដៅទៅកន្លែងដែលគេកំពុងតែលេងប៉ាហ៊ីនៅលើខ្នងសេះហ្នឹងក៏មានមនុស្ស2នាក់ម្នាក់ដែលនៅខាងមុខហ្នឹងក៏ពាក់មួកឃ្លុំឡើងជិតដែលមិនដឹងថាគឺជាប្រុសឬមួយក៏ស្រីនោះទេនឹងចំណែកឯម្នាក់ដែលនៅខាងក្រៅនោះគឺជាមនុស្សស្រីនៅពេលដែលសេះឈប់នោះនាងក៏បានចុះទៅលើខ្នងសេះរត់យ៉ាងលឿនរត់សម្ដៅទៅរកអ្នកដែលកំពុងតែលេងប៉ាហ៊ីនោះទាំងស្ដាប់ទៅដួសហើយក៏អោបមនុស្សខ្លាឃ្មុំដែលកំពុងតែសម្ដែងនឹងជាប់នឹងហៅទៅកាន់ពួកគេទៅថាកូនសម្លាញ់របស់ម៉ែគ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំងអ្នកខ្លាំងក៏លើកដៃអេសក្បាលនិយាយឡើងទៅថាតើនេះមិនមែនជាកូនខ្មោចពីសៀមមិនមែនទេហេតុអីបានជាស្ត្រីម្នាក់នេះហៅពួកវាថាកូនអញ្ចឹងហើយចំណែកឯបុគ្គលម្នាក់ទៀតក៏បាននិយាយដែរថាតើនេះអាចជាម្ដាយខ្មោចពីសៀនឹងទេដឹងបុគ្គលទី3ក៏និយាយតទៅថាអូហូ
ពិតជាមិនធម្មតាមែននេះម្ដាយរបស់ខ្មោចពីសៀវឹកហាត់យុទ្ធសាស្ត្រដល់ថ្នាក់ប្រែក្លាយរូបរាងទៅជាមនុស្សហើយអ្នកភូមិនៅកន្លែងហ្នឹងគឺមិនសូវជាមានការយល់ដឹងប្រមាណទេដូច្នេះហើយទៅពួកគេចេះតែនិយាយប្រេះផ្ដាស់បែបហ្នឹងក៏ប៉ុន្តែម៉ូរ៉ានគេបែរជានឹកឃើញរឿងមួយហើយរឿងមួយនេះគឺពិតជារន្ធត់ខ្លាំងមែនទែនមានរឿងមួយនៅក្នុងពិភពគុណមានអ្នកគុណនិយមមួយចំនួនក៏បានចាប់ក្មេងៗតូចៗហ្នឹងយកទៅវាយធ្វើបាបរួចហើយក៏កាត់អណ្ដាតពួកគេចេញដែលធ្វើឲ្យពួកគេមិនអាចនិយាយបានបន្ទាប់មកក៏យកទឹកក្តៅទៅស្រោចលើស្បែករបស់ពួកគេនិងខណៈពេលដែលស្បែកហើយនឹងសាច់ឈាមរលួយនោះពួកគេនឹងយករោមសត្វមកបិទនៅលើស្បែករបស់ក្មេងៗនិងនៅពេលដែលឈាមវាកកនោះស្បែករបស់មនុស្សហើយនឹងរោមសត្វវានឹងស្អិតជាប់រួមជាមួយនឹងរាងកាយរបស់ពួកគេដែលធ្វើឲ្យពួកគេមើលទៅមិនខុសអីពីពួកបិសាចឡើយពួកក្មេងៗទាំងនេះគឺមិនអាចនិយាយបានមិនអាចអានបានមិនអាចសរសេរបាននឹងបានត្រឹមតែឲ្យអ្នកដទៃវាធ្វើបាបតាមតែអំពើចិត្តតែប៉ុណ្ណោះវាមិនចម្លែកនោះទេដែលម៉ូរ៉ានគេមិនបានធុំក្លិនចំហាយបិសាចសូម្បីតែបន្តិចនោះក៏ព្រោះតែតាមការពិតទៅខ្មោចពីសៀទាំងអស់នេះពួកគេមិនមែនជាបិសាចនោះទេក៏ប៉ុន្តែពួកគេគឺជាមនុស្សដែលមានជីវិតហើយខណៈពេលដែលម៉ូរ៉ានគេកំពុងតែគិតនៅខាងលើនៅខាងក្រោមបរិបទដែលស្លៀកជូតខ្មៅហ្នឹងក៏កំពុងតែនិយាយយ៉ាងស្រទន់ទៅកាន់ពួកអ្នកគុណនិយមទាំងអស់ហ្នឹងក៏ប៉ុន្តែសម្រាប់ពួកអស់ហ្នឹងវាស្ដាប់ឮហើយបែរជាធ្វើទឹកមុខបែបក្តៅក្រហាយភ្លាមហើយក៏ស្រែកឡើងទៅថាសុំទោសលោកតារបស់ឯងហ្នឹងយើងមិនដឹងថាពាក្យសុំទោសគេទៅសេថាម៉េចទេហើយមួយទៀតក៏ជួយបន្ថែមទៅថាគ្រាន់តែមនុស្សបាក់ព្រំស៊ឺសងមានស្អីអស់ចាទៅអាទី3ក៏តបថែមឈឺឆ្អារឿងរបស់អ្នកដទៃវាយនិយាយចប់អាពួកហ្នឹងក៏បាននាំគ្នាមកឡោមព័ទ្ធបរោះឈុតខ្មៅនឹងភ្លាមរួចហើយក៏វាយគ្នាតែម្ដងអូហូកាចមែនហើយចំណែកឯម៉ូរ៉ានឯនេះវិញឃើញសិស្សរួមសំណាក់របស់ខ្លួនឯងត្រូវគេធ្វើបាបអញ្ចឹងក៏សើចគេគឺមិនគិតថានឹងលោកដៃទៅជួយសុំបីតែបន្តិចនៅក្នុងជាតិមុនរបស់គេហ្នឹងគឺស្អប់បរិយាកាសសំណាក់ដែរជួបរឿងអយុត្តិធម៌ហើយក៏នាំគ្នាទៅដកដៃជួយរកយុទ្ធធម៌ប្រមាណនេះណាមនុស្សម្នាក់2នាក់រត់ចូលទៅវាយគ្នាដូចជាមនុស្សល្ងងខ្លៅនិងសូម្បីតែកូនឆ្មារបស់មីងវ៉ាងឡើងដើមឈើហើយចុះវិញខ្លួនឯងមិនបានក៏ត្រូវឲ្យពួកគេឡើងដើមឈើទៅជួយវាដែរចាប់ផ្ដើមពីមេបករហូតដល់អ្នកបម្រើគឺសុទ្ធតែគ្មានខួរក្បាលរឿងអយុត្តិធម៌នៅក្នុងโลกនេះមានច្រើនណាស់តើចាំបាច់តែខ្វល់ធ្វើស្អីនាំទៅហត់ងាប់ទៅទេចំណាប់ណាស់អាចំណាប់ហើយជាមើលតែហ៊ានលូកដៃទៅជួយឆ្កែខណៈនេះមនុស្សនៅក្នុងរោងទៀមទាំងអស់កំពុងមើលគេវាយគ្នានៅខាងក្រោមយ៉ាងសប្បាយខ្លាំងមែនទែនមនុស្សទាំងនេះគឺចូលចិត្តមើលគេវាយគ្នាខ្លាំងណាស់ក៏ប៉ុន្តែសម្រាប់ម៉ូរ៉ានគេគឺមិនចូលចិត្តនោះទេគេធ្លាប់ឃើញភ្លៀងលោហិតខ្យល់ព្យុះបក់បោកជាច្រើនរាប់មិនអស់ដូច្នេះហើយរឿងដែលនៅចំពោះមុខរបស់គេនេះវាមិនខុសអីពីសត្វល្អិតដែលបញ្ចេញសម្លេងឮសូរហឹងម៉ូរ៉ានក្រោកចេញពីតុទាំងខ្ជិលបបោះកំទេចគ្រាប់សណ្ដែកដីដែលទើនៅលើសម្លៀកបំពាក់របស់ខ្លួនឯងតិចមុននឹងដើរចេញទៅនៅពេលដែលចុះមកដល់ជាន់ក្រោមហ្នឹងពួកដែលលេងហីហើយនឹងបរោះជុតខ្មៅគឺនៅតែវាយគ្នាមិនទាន់ឈប់នោះទេហើយក៏បែងចែកមិនដាច់ថាអ្នកណាមានប្រៀបជាងអ្នកណាដែរម៉ូរ៉ានឈរអោបទ្រូងហើយក៏បែកខ្លួនទៅនឹងទ្វាររោងទៀមក្រឡេកទៅមើលពួកគេវាយគ្នាហើយអត់ទ្រាំបញ្ចេញសម្លេងមិនបានទេឮសូរតែឈឺគួរឲ្យអាម៉ាស់មែនជាធម្មតាមនុស្សនៃបាក់ភ្នំស៊ឺសឹងម្នាក់តស៊ូ10នាក់ស៊ីផុយក៏ប៉ុន្តែការប្រយុទ្ធរបស់បរោះជុតខ្មៅនេះបែរជាមិនសាហាវទាល់តែសោះនឹងសូម្បីតែពួកគុណនិយមទាំងអស់នេះព្រួតទាញគេចុះទៅលើក្នុងសេះបានហើយនៅតែមិនព្រមតដៃទៀតក៏ប៉ុន្តែបែរជាស្រែកយ៉ាងទន់ជ្រាយទៅវិញទៅថាសុភាពបរោះប្រើមាត់មិនមែនប្រើដៃប្រើហេតុផលជាមួយនឹងពួកលោកហេតុអីបានជាពួកលោកមិនស្ដាប់លើប្រយោគនេះហើយពួកគុណនិយមក៏អត់មាត់ម៉ូរ៉ានក៏កាន់តែស្ងាត់ទៀតអាពួកគុណនិយមទាំងអស់នេះកំពុងតែគិតស្អីសុភាពបរោះប្រើមាត់មិនប្រើដៃបរោះម្នាក់នេះត្រូវគេវេងហើយតែដឹងតានេះខួរក្បាលនំប៉ៅអត់សាច់មែននៅខណៈនឹងដែរបរោះជុតខ្មៅនេះក៏និយាយចេញមកដែលវាគឺជាពាក្យយុទ្ធសាស្ត្រមួយយ៉ាងខណៈដែលគេកំពុងតែវាយជាមួយនឹងពួកគុណនិយមទាំងអស់ហ្នឹងបន្ទាប់មកគេក៏ដកដង្ហើមធំអាចនិយាយបានថាបរោះម្នាក់នេះគឺពិតជាទន់ខ្សោយពិតមែនបើតាមដោះស្រាយគ្នាដោយការវាយគ្នានេះប្រហែលជាស៊ូមិនបានទេចំណែកម៉ូរ៉ានវិញបន្ទាប់ពីលឺហើយទឹកមុខរបស់គេក៏ស្រាប់តែផ្លាស់ប្ដូរភ្លាមគេសឹងតែមិនចង់ជឿទៅលើភ្នែករបស់ខ្លួនឯងសំឡេងនេះម៉ូរ៉ានក៏ស្រែកហៅទៅថាស៊ឺមីហើយក៏បញ្ញាប់រត់ចូលទៅជួយស៊ឺមីភ្លាមគេប្រើកម្លាំងធាតុផ្ទះទៅកាន់ពួកទាំងអស់នេះដោយកម្លាំងវិញ្ញាណរបស់គេគឺខ្លាំងមែនទែនធ្វើឲ្យអាពួកអស់ហ្នឹងខ្លះខុសខ្លះហៅទៅម៉ូរ៉ានស្ទុះទៅគ្រាស៊ឺមីឡើងហើយក៏និយាយទៅកាន់ស៊ឺមីទៅថាស៊ឺមីនេះគឺជាអ្នកទេចំណុចនេះពាក្យថាស៊ឺមីហ្នឹងគឺមានន័យថាសិស្សប្អូនស្រីតាមពិតទៅពាក្យថាមីគឺជាបរោះពិតណាមិនមែនคล้ายទេណាម្យ៉ាងវិញទៀតនៅពេលដែលគេចូលមកសំណាក់ដំបងហ្នឹងគេក៏ជាសិស្សច្បងរបស់ម៉ូរ៉ានផងដែរដើមហេតុនៃឈ្មោះអពមង្គលនេះក៏ដោយសារតែមេបកកម្ពុជាភ្នំស៊ឺសឹងគ្មានចំណេះដឹងនោះដើមឡើយឈ្មោះថាមីគឺជាពាក្យថាក្មេងកំព្រាដែលមេបកនាំមកពីដែនព្រះអាទិត្យ
ក្មេងម្នាក់នេះមានរាងកាយទន់ខ្សោយនិងឧស្សាហ៍ឈឺតាំងតែពីក្មេងដូច្នេះហើយទើបមេបកគិតថាគួរតែដាក់ឈ្មោះឲ្យរៀងរៀបទៀបបន្តិចទើបវាងាយស្រួលនឹងមើលថែក្មេងតូចមានបបោមាត់ក្រហមធ្មេញសមើលទៅគួរឲ្យស្រឡាញ់ជាខ្លាំងមេបកគិតថាឈ្មោះដំបូងគឺមានឈ្មោះថាសៀវយ៉ាពាក្យថាសៀវយ៉ានេះផងដែរគឺប្រែថាក្មេងស្រីតកោសៀសៀវយ៉ាហ្នឹងកាន់តែធំគឺកាន់តែខ្ពស់កាន់តែធំគឺកាន់តែសង្ហាមុខមាត់ស្រស់ស្អាតរាងកាយមើលទៅទាក់ទាញខ្លាំងមែនទែនចិញ្ចើមភ្នែករបស់គេក៏កាន់តែទាក់ទាញទៀតមានមុនស្នេហ៍គួរឲ្យទាក់ទាញជាងអ្នកដទៃទ្វេដងអ្នកស្រុកអ្នកភូមិក៏គ្មានបញ្ហាជាមួយនឹងឈ្មោះថាសៀវយ៉ានឹងដែរក៏ប៉ុន្តែវាទាស់ត្រង់ថាមនុស្សដែលមានមុខមាត់ស្រស់ស្អាតបែបហ្នឹងអ្នកណាដែលបានឃើញហើយគឺតែងតែហៅទៅតាមអារម្មណ៍អីអញ្ចឹងណាក៏ដូចជាមានការកែក្នុងការហៅឈ្មោះថាកូតានឬក៏ធារូហើយពាក្យថាកូតាហ្នឹងមានន័យថាពងឆ្កែអីចឹងដល់គ្នាហើយចំណែកឯពាក្យថាធារូគឺមានន័យថាបង្គោលដៃហើយមិនថាសិស្សច្បងសិស្សប្អូននៅក្នុងបកទាំងអស់គ្នាគឺសុទ្ធតែគិតថាឈ្មោះនេះវាដូចជាមិនសមរម្យតតែសោះហើយដល់ពេលយូរទៅក៏គ្មានអ្នកណាហ៊ានហៅថាសៀវយ៉ាទៀតដែរហើយទោះបីជាយ៉ាងណាក៏ដោយឈ្មោះដែលមេបកបានដាក់ឲ្យហើយវាគឺពិបាកកែប្រែខ្លាំងមែនទែនសម្រាប់ពួកគេដែលស្ថិតក្រោមការមើលថែរបស់ចាស់ទុំអីអញ្ចឹងណាដែលពួកគេចង់ផ្លាស់ប្ដូរឈ្មោះដល់ខ្លួនឯងបែបហ្នឹងបន្ទាប់មកសិស្សដែលនៅក្នុងបកក៏បានហៅសិស្សមីបែបជាលេងសើចតគ្នាទៅថាសិស្សប្អូនស្រីសិស្សប្អូនស្រីទៅអញ្ចឹងណាមួយម៉ាត់ក៏សិស្សប្អូនស្រីពីរម៉ាត់ក៏សិស្សប្អូនស្រីហើយដោយសារតែឃើញបែបហ្នឹងមេបកក៏សម្រេចចិត្តថាពាក្យថាសៀយ៉ាងគួរតែផ្លាស់ប្ដូរពាក្យទៅថាមីវិញទៅអញ្ចឹងពាក្យថាមីមានន័យថាល្ងងតើឯងគិតយ៉ាងម៉េចដែរមកដល់ចំណុចនេះមូរ៉ានគេក៏រៀងក្តៅចិត្តទៀតទៅថាកោតទៅនៅមានសួរទៀតថាយ៉ាងម៉េចដែរមានមនុស្សធម្មតាឯណាអាចទទួលយកឈ្មោះល្ងងខ្លៅបែបនឹងបានក៏មានតែស៊ឺមីទេដែលមានទឹកចិត្តបរិសុទ្ធគេក៏មើលទៅមេបកឃើញថាគាត់កំពុងតែសម្លឹងមើលមកគេវិញដែរទាំងមានអារម្មណ៍ថារំភើបធ្វើដូចជាគាត់បានធ្វើកិច្ចការដ៏អស្ចារ្យណាស់អញ្ចឹងស៊ឺមីប្រហែលជាមិនអាចទ្រាំមើលគាត់អាម៉ាស់បានទើបយល់ព្រមលុតជង្គង់អរគុណគាត់ទាំងរីករាយទៅវិញទៅហើយចាប់តាំងពីពេលនោះមកឈ្មោះនេះក៏ត្រូវបានคล้ายទៅជានាមតកូលរហូតមកដល់សប្តាហ៍ថ្ងៃនឹងឯងបន្ទាប់ពីវាយគ្នាហើយស៊ឺមីក៏ដូចជារៀងស្ងួតបំពង់កហើយក៏បានក្អកពីរដងនិងដកដង្ហើមដែលយឺតសម្លឹងមើលទៅកាន់មូរ៉ានហើយក៏សួរទៅថាអារ៉ានហេតុអីបានជាឯងនៅទីនេះដែរសំឡេងទន់ភ្លន់ដូចជាបន្លឺព្រះអាទិត្យភ្លឺដូចជាផ្កាយបានជ្រាបចូលក្នុងចិត្តរបស់មូរ៉ានភាពផ្អែមល្ហែមដែលត្រូវបានបិទនៅក្នុងបេះដូងរបស់ថាសៀនជិនកាលពីមុនឥឡូវនេះត្រូវបានបើកឡើងមកវិញនៅក្នុងរាងកាយក្មេងប្រុសវ័យជំទង់ម្នាក់ចង់មានន័យថាគេបើកទ្វារបេះដូងវិញអីអញ្ចឹងណាក៏ប៉ុន្តែបេះដូងលាបពណ៌ខ្លួនឯងស្រឡាញ់អ្នកណាឲ្យប្រកាសមិនដឹងផងហ្នឹងមិនដឹងតែខ្លួនឯងស្រឡាញ់អ្នកណាឲ្យប្រកាសផងហ្នឹងបន្ទាប់មកបូរ៉ានក៏បានដើរទៅរើសអាវឃ្លុំរបស់ស៊ឺមីហើយក៏បានបបោសដីចេញតិចទាំងមានអារម្មណ៍ថាឈឺនៅក្នុងចិត្តហើយក៏បាននិយាយទៅកាន់ស៊ឺមីទៅថានេះបើសិនជាខ្ញុំមិនបាននៅទីនេះទេអ្នកប្រហែលជាមិនដឹងថាខ្លាយទៅជាស្អីហើយទេហេតុអីបានជាអ្នកបន្តដៃវិញហ៎ស៊ឺមីក៏តបទៅកាន់មូរ៉ានវិញថាគឺយើងចង់ប្រើហេតុផលមុនសិននេះណាមូរ៉ាននៅតែមួម៉ៅហើយក៏តបវិញទៅថាជាមួយមនុស្សទាំងអស់នេះនៅប្រើហេតុផលស្អីទៀតទៅហើយនេះតែមានរបួសឬមួយក៏អត់តែមានឈឺកន្លែងណាដែរទេនេះស៊ឺមីក៏ក្អកពីរដងមុននឹងតបទៅកាន់មូរ៉ានទៅថាអារ៉ានយើងមិនអីទេមូរ៉ានក៏បែរមុខសម្លក់ទៅកាន់ពួកកូននិយមទាំងអស់ហ្នឹងទាំងទឹកមុខកាចខូខើខ្លាំងមែនតើហើយក៏និយាយទាំងសម្លេងធ្ងន់ធ្ងរទៅថាហាមនុស្សរបស់ព្រំស៊ឺសឹងឯងហ៊ានប៉ះផងពិតជាក្លាហានមែនណោះស៊ឺមីឃើញមូរ៉ានគេខឹងអញ្ចឹងក៏បានហាមទៅកាន់មូរ៉ានដែរថាអារ៉ានណាហើយចុះក៏ប៉ុន្តែមូរ៉ានណាគេក៏អត់ស្ដាប់ហើយក៏និយាយតទៅថាពួកឯងចង់វាយគ្នាណាស់មែនមកចូលទាំងអស់គ្នាមកពួកទាំងអស់ហ្នឹងបន្ទាប់ពីត្រូវកម្លាំងធាតុរបស់មូរ៉ានម្ដាយហើយមិញហ្នឹងពួកវាក៏ដឹងដែរថាកម្លាំងធាតុរបស់មូរ៉ាននៅលំដាប់ណាដែរម្យ៉ាងវិញទៀតពួកអស់ហ្នឹងក៏ចូលចិត្តធွာតិចក៏ប៉ុន្តែមិនចូលចិត្តធွာក្តៅស្រាប់ទៅហើយអញ្ចឹងហើយម្នាក់គឺមានតែត្បល់ក្បាលថយក្រោយឯងហើយចំណែកឯស៊ឺមីបន្ទាប់ពីឃើញថាមូរ៉ានគឺនៅតែតឹងដូចខ្សែខ្លែងអីអញ្ចឹងគេក៏បន្ធូរដង្ហើមធំពីរដងមុននឹងនិយាយលួងលោមទៅកាន់មូរ៉ានទៀតទៅថាណាហើយចោះកុំឆ្លោះគ្នាអីអារ៉ានរឿងតិចតួចបើអភ័យទោសឲ្យបានក៏អភ័យទោសឲ្យទៅចោះបញ្ជាអ្នកទាំងអស់គ្នារឿងបន្តិចបន្តួចនេះគឺសំដៅទៅលើពួកអស់ហ្នឹងទៅព្រួតគ្នាវាយស៊ឺមីនឹងឯងណាមិនមែនជារឿងដែលពួកអស់ហ្នឹងចាប់ក្មេងៗទៅប្រឡត់ស្បែកទេហើយចំណែកឯមូរ៉ានបន្ទាប់ពីឃើញថាស៊ឺមីមានទឹកចិត្តល្អអញ្ចឹងក៏ធ្វើឲ្យគេនឹកឃើញទៀតហើយនឹកឃើញថាមិនថាជាតិមុនឬមកក៏ជាតិនេះទេស៊ឺមីគឺតែងតែមានទឹកចិត្តសប្បុរសធម៌អីអញ្ចឹងណានឹងសូម្បីតែខ្លួនឯងស្លាប់ទៅហើយហ្នឹងក៏គ្មានការចងគំនុំចងអាឃាតអីដែរនឹងសូម្បីតែការខឹងស្អប់ចងគំនុំទៅលើគ្រូរបស់ខ្លួនឯងក៏គ្មានដែរទាំងតែគ្រូខ្លួនឯងគឺអាចជួយសិស្សរបស់ខ្លួនឯងបានក៏ប៉ុន្តែគាត់បែរជាមិនជួយសិស្សរបស់គាត់ទៅវិញបន្ទាប់មកមូរ៉ានក៏ព្រមស្ដាប់ស៊ឺមីហើយក៏មិនភ្លេចបញ្ជាក់ទៅកាន់ពួកនឹងដែរថាស្ដាប់ឮហើយនៅសិស្សច្បងរបស់យើងវល់ជំនួសពួកឯង
ในชอบทมึงดองการเตียนไม่ก็มันประกัดกอนอมเคลียร์เตอสำได้หนังแก้วพนัยคือโปเป็นแต่ดอยจำให้โคเคยคลั่งเหมือนแต่ได้ถอยพวกนั่งเคยหายเมียรำทับปรือสมบอกแย่รวยหายกับน้องเคลียร์ปัญญาเจงเตอก็ปันตายสระเปนังซื้อไม้กับบานฮามแต่การโปเกยเตอแท้ชอบสั่นพวกอันนั่งบนโต๊ะไปลือซื้อไม้คอดโปเกยยังก็เกิดได้แท้โปเกยคือเติบตายเลือดลุ้ยแต่เลือซื้อไม้ยังให้โปเกยกระทาซื้อไม้พายเชียเหมือนพร้อมดอลเลงโปเกยเตอร์ดังงี้สรวยนู้นเต้โดยชนะให้โปเกยกับน้องเคลียร์เลือดจึงกุ้งเข้ากับบ้านแต่เลือดได้สมอภัยโตตะการซื้อไม้เตอแท้เซนเจนโปกช้ำเข้าให้พวกยำเมียนพนัยตัดภาษาส้มเส้นเจนดอลไลน์พวกยำได้ซื้อไหมดอกหนังหามทอมมวยให้ก็ตอบแต่การพวกเกตทาไม่เน็กยำใหญ่จมูกพวกไอสรัวก็ปันตายหาได้บ้านจะพวกไอหนึ่งสดัมพวกไอน้องเคลียจับก้นบอลเนี่ยแต่ยอแต่เธอบับดอกหน้านี่เธออ้อยปุ่มได้บอกเกชื่อจับโดยเตยกับบัดจะจอมดามตรุงนี่ตามมนุษย์ทอดบอกไอไหนนะพวกนั้นเลยยังให้ก็นั่งแต่น้องเคลียโคกบ้าสอบให้โตแต่การซื้อไหมพวกยำเข้าให้ไล่เฮนเฟอร์เตี้ยได้ไล่เฮนเฟอร์เตี้ยได้ต่อเต้พวกไอเตยแต่น้องเคลียเฟอร์เรื่องสัจรัตกมเฟื่อเรื่องอักระแบบนี้เตี้ยดังไหนบ้านเส้นเจนนี่ใหญ่ประจิตรำเตยพวกชมเพียระละไก่บ้านจังพวกไอ้กับน้องเคลียแต่ส้มโตเนี่ยใส่เหมือนดังเต้ให้กับเชียบาโกหรือบาโกแต่บ้านหล่อเป็นท่องบรรทบเมาเรื่องแต่อันนี้ในตีบำพ้นกับเตยบ้านเป็นจับซื้อไม่ให้นังโมร้านพวกเก้งกับบ้านน้องเคลียตลับตะปะวิ่งได้ในตามเพลย์เนี่ยไปยกกราวไปลือประจันโมร้านดาวประดาก็เกิดประดาได้ทาดาวไล่เกยกระทาเกยนั่งตลับตะปะดับใบจูบซื้อไม่ก็ปันตายเหมือนนักสมานทาใบเชี่ยมาจุกนี่ในตามเพลงตัววิ่งโดยเฉพาะให้เรื่องแต่งนี้ก็ถ้วยโมร้านกันแต่เจอเจติทาแก้ให้หนังสือไหมคือปัจจิเมนเวียสนาบซาบจอกเนี่ยเป็นแม่นหัดประตูใบเชี่ยปัจจุบันพวกแกเหล่านี้คือเมียนตำแหน่งตำนองไอจมูกหนังเนี่ยได้ก็ปันตายการไปเจ็ดมนพวกแกก็เมียนตำแหน่งตำนองมันจะบ้าล้อรวยแต่ให้โดยเฉพาะให้เรื่องแต่ถ้วยโมร้านเกี่ยวกับคือตรการเปียซื้อไหมก็อ้อยเกสลับเลือดดำตรุงหรือบอกเก้งด้วยการไปเจ็ดมนเตียนขณะนี้เนี่ยตั้งปีดาวมันดาก็ใหญ่เนี่ยเป็นนี่เป็นรูปดาภายในตีบงพ้นพวกเก้กับบ้านดาวมาดาวเชิงพรมซื้อช่างก็ปันใต้เนี่ยตั้งปีก็มันนึกสมานดาวทาเจ้าบัตรเตรสมาในใบจีเมียนมนุษย์มันเนี่ยชอจำเนี่ยตั้งปีในจิโรโจนั่งสำลังจองแต่การพวกเก้โดยจองซีสันจังโมร้านนี่แต่ไอ้เนี่ยสกอตเพลย์แต่รับเอาไว้ได้โมร้านสำลังเมื่อแต่กันไม่จ้าสำเลงให้ก็มีอารมณ์ท่าโอ้โหนี่บัดสำนับหรือบทานสวงกับปงตัดเป็นใจกับหังตาให้มนุษย์มันเนี่ยนั่งพองได้ก็จะเสียมังในวัยจำตรงนั่งไงให้บาเปรียบเทียบเสียมังในวัยในเปดาโมร้านกิสลัมให้ดังเสียมังในครองวัยจำตรงในพองได้ก็เคยท่าก็จะขมายแต่กูเอาสลังก็ปันท้ายก็รึกคลั่งเหมือนเต้นขณะในเรียงกายหรือบเสียมังคือกรองชดประโยชน์หรือบปะซื่อช่างนักบัสันเจเนี่ยนาเคยให้เมียรอมท่าก็โดยดับเมียนได้กับปงแต่อวดลานตัวเนิบจังโมร้านมันต่อไปเคยแบบนี้ก็เกิดในครองจัดตรังเตอตรังมองเตอแท้ปัจจิอวดแม่นให้บ้านใหญ่เตอมันท่าเสียมังในขนมไว้จำตรงหรือมือก่อเสียมังในขนมไว้จำนักนู้นเตสำหรับแกคือปัจจิเม็ดอมนวดอวดคลังปัดแม่นเมื่อแกจ้าขมิ้นปลอกจำตรงมาเนี่ยยกอัตเรียดมันพร้อมกัดได้กัดพัวนี่หมกเสียแปะชดประโยชน์แบบปะขนมซื้อสั่งนี่แต่กัดจังเฟิร์สไอ้หรือมือกับจังสำได้เฟิร์จิมอนเมจไฟโรกูหรือก็จังสำได้ระบำกับเงารวมตามจามเพลย์เหม็นโมร้านกันในครองจัดให้ไม่อารมณ์ทัดเจริญเสียมังคลางเหมือนเต้นมายังเป็นเตี้ยโมร้านคือมันโจจัดเสียมังสลับแต่ให้จะได้ไอเสียมังวิ่งก็มันประกอบท่าหนังโจจัดโมร้านด้วยเนี่ยคือท่าเปย์เนี่ยดังโจเนี่ยเปย์นะคือคำเนี่ยเปย์ดังแต่มาดองโดยชายใช่ไหมจังโมร้านก็คือจีโกนดัดคันสลากาเป็นเอกเม้งก็ก็มันดังได้ท่าปกมาได้หรือบักเก้งคือเจียไหนนั่งอาศัยเทอร์การในโรงเตรียมดันไตรมูกับไลน์นับใบจึงจำจีวันจีน้อยนี้บรรเจาะหน้าดอกเนี่ยโรงเตรียมดนตรีคือเขาพลายปีเตียบอลจีทอมาได้สตรีต่างอันนั้นคือมีสติเชียงรวมหายเมาโกยพักจมูกเพียวไอแต่ปันนังเตเพียวต่างอันนั้นเกิดไอบำเพ็ญแต่เหลือปูเนียงบานี่คือซาเมียนเกติยุบอกเกได้จังฮะโมร้านคืออาศัยเทอร์การในหนึ่งไอเราตัวแต่เกเมียนอายุดอดับบนชั้นตบเมียนมนุษย์น้อมเก้งล้างปะพรมซื้อสั่งนั่งจำในไอเสียมังเก้งคือจีเมปะโต้ในพรมซื้อสั่งนั่งใต้มาดองหายบาในใหญ่เต๋อเสียมังเก้ก็เตยจีสัตเนียดบอกโมรานั่งได้สำหรับเสียมังการประคัดบอกเก้งคือบ้านสำหรับตั้งใต้ปีเกในขมิ้นหมกเลยนั่งเจียชาติยะแต่มวยกดได้แน่นะคือแต่งแต่สงายแต่สาเกธาคือเจียบบทสำนักบอกทานสู้ให้ก็จีได้ห้องพองได้มนุษย์ทั่วมาได้การจับดำประคัดมูลธานในกำลังเทียดคือเตยจำนายเปลเลียเปลใบชนำหนึ่งฮัดบ้านสำหรับกำลังเทียดในยุทธศาสตร์คือเตยจะนายเปเลียอย่างให้นักก็ระยะเปรับชนะได้ก็ปันใต้สำหรับเสียมังแกโจสำนักวักฮัดกำลังเทียดยุทธศาสตร์บ้านสำหรับนึกน้องระยะเปแต่ปรามชนะแต่ปนนอได้ถ้วยกรุบเนี้ยเมียนกาสง่ายแต่สายจีคลั่งให้กับบ้านจบชมูจิบทสำนักบททานสู้
គឺជាស្ដេចហង្សនឹងឯងក៏ប៉ុន្តែចំពោះមូរ៉ាននៅក្នុងកសែភ្នែករបស់គេងសម្រាប់សៀមឹងមិនខ្វះថាគេងគឺជាហង្សឬមួយក៏ជាមាន់ឬមួយក៏ជាសត្វក្ងោកឬក៏ជាសត្វទាទេនៅក្នុងកសែភ្នែករបស់គេសៀមឹងប្រៀបបីដូចជាសត្វបក្សីដែលស្រែកយំនាពេលល្ងាចអញ្ចឹងមូរ៉ានសម្លឹងឃើញសៀមឹងប្រៀបបីដូចជាសត្វបក្សីដែលគ្មានប្រយោជន៍ចំណែកឯសៀមឹងវិញសម្លឹងឃើញមូរ៉ានប្រៀបបីដូចជាសត្វឆ្កែដែលគ្មានតម្លៃទាំងពីរនាក់ប្រៀបបីដូចជាទាយាទស្នងតកូលដែលមានទេពកោសល្យមិនគួរឲ្យជឿពីព្រោះអីមិនថាតែពាក្យឥតគេខ្មាស់ឬមួយក៏អួតខ្លួនប្រៀបបីដូចជាសត្វកង្កោកអ្នកទាំងពីរគឺមិនដែលចាញ់គ្នានោះទេហើយបើសិនជាចង់និយាយអំពីទេពកោសល្យក្នុងការហាត់យុទ្ធសាស្ត្រសៀមឹងគឺជាមនុស្សតែម្នាក់ដែលមានទេពកោសល្យខ្ពស់ខ្លាំងមែនទែនក៏ប៉ុន្តែទោះជាយ៉ាងណាក៏មិនខ្ពស់ដល់មូរ៉ានដែរមូរ៉ានមិនត្រឹមតែមានទេពកោសល្យខ្ពស់ទេថែមទាំងឆ្លាតថែមទៀតផងមូរ៉ានគឺជាក្មេងដែលឆ្លាតបង្រៀនអីគឺឆាប់យល់មិនដូចជាសៀមឹងឯងសៀមឹងលក្ខណៈថាគឺជាមនុស្សដែលត្រង់ខ្លាំងមែនទែនការវឹកហាត់របស់គេគឺអាស្រ័យទៅលើការបង្រៀននឹងរៀនតាមរយៈគម្ពីរតាមពិតទៅមេរៀនជីវិតជាក់ស្ដែងគឺតែងតែបានផលជាងមេរៀននៅក្នុងគម្ពីរថ្មីត្បិតតែមូរ៉ានគេវឹកហាត់តាមរយៈគម្ពីរអក្សរគឺគេអានអត់សូវយល់ក៏ប៉ុន្តែបើសិនជាឲ្យគេវឹកហាត់តាមភាពវៃឆ្លាតរបស់គេគឺឆាប់ចេះឆាប់យល់ខ្លាំងមែនទែនហើយអង្ការពីមូរ៉ានគេចូលសំណាក់ត្បូងសៀមឹងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ជាពិសេសនឹងការហាត់យុទ្ធសាស្ត្រក៏ល្អមានការយល់ដឹងនៃវិជ្ជាគុណក៏ខ្លាំងនិងថែមមុខមាត់ក៏ស្រស់សង្ហាថែមទៀតគេមិនមែនជាមនុស្សប្រភេទជាមួយនឹងសាច់ញាតិរបស់គេនឹងទេដែលជាមនុស្សកខ្វក់អាវ៉ាខ្សែពីមួយថ្ងៃទៅមួយថ្ងៃល្ងងខ្លៅមិនស្គាល់អក្សរសំបីតែមួយតួស្ដាប់ឲ្យហើយអ្នកទាំងអស់គ្នាមើលកូនស្រីពៅរបស់យើងឌីលផងបន្ទាប់មកស្ដេចហង្សដែលលងនឹងខ្លួនឯងក៏បញ្ជាទៅកាន់កូនចៅដែលបានដើរតាមនឹងទៅថាមូរ៉ានម្នាក់នេះគឺជាមនុស្សអាវ៉ាខ្សែគិតតែពីសបាយគ្មានចំណេះដឹងគឺជាមនុស្សសម្រាមតាមចិញ្ចើមផ្លូវហាមពួកឯងចូលរួមជាមួយនឹងគេជាដាច់ខាតដូច្នេះហើយពួកឯងគ្រាន់តែសម្លឹងឃើញគេជាឆ្កែមួយក្បាលទៅគឺបានហើយវាច្បាស់ណាស់អាអ្នកដើរតាមនឹងមិនថារឿងណាក៏ដូចរឿងណាដែរគឺចាប់ផ្ដើមនិយាយលើកជើងទៅកាន់មេទៅថាមេប៉ាក់តូនគឺពិតជានិយាយត្រូវមូរ៉ានម្នាក់នេះអាយុ16ឆ្នាំទៅហើយគឺទើបតែចាប់ផ្ដើមវឹកហាត់នៅពេលនេះខ្ញុំថាគេយ៉ាងហោចណាស់ក៏ត្រូវការចំណាយពេលវេលា10ឆ្នាំដែរទើបអាចសាងមូលដ្ឋានគ្រឹះបាននោះរហូតដល់20ឆ្នាំទើបអាចសាងស្នូលនៃវិញ្ញាណបានហើយតម្រាំតែដល់ពេលនោះប្រហែលជាប្រមុខតូចបានឆ្លងផុតដំណាក់កាលគ្រោះដើរហឺហាបាត់ទៅហើយចំណែកឯគេវិញបានត្រឹមតែសម្លឹងមើលពីក្រោយប្រមុខតូចទាំងល្វើយតែប៉ុណ្ណោះសៀមឹងបន្ទាប់ពីលឺកូនចៅនិយាយលើកជើងអញ្ចឹងក៏សោយទាំងទឹកមុខតិច20ឆ្នាំយើងថាសម្រាប់ដូចជាគេអញ្ចឹងជាតិនេះទៀនក៏គ្មានថ្ងៃអាចសាងស្នូលនៃវិញ្ញាណបានដែរសៀមឹងមានអារម្មណ៍ថាសំចិត្តខ្លាំងមែនតើក៏ប៉ុន្តែអ្នកណាតនឹកស្មានដល់ទៅថាសម្រាប់ម្នាក់នេះខំប្រឹងវឹកហាត់កាត់ព្យុះខ្យល់ភ្លៀងជាមួយនឹងលោកគ្រូត្រឹមតែ1ឆ្នាំគេក៏អាចសាងស្នូលនៃវិញ្ញាណបានបាត់ទៅហើយនៅខណៈនឹងបិទសំណពរបស់ឋានសួគ៌មានអារម្មណ៍ថាដូចត្រូវរន្ទះបាញ់ដូចត្រូវគេទះកំភ្លៀងកណ្ដាលមុខខ្លួនឯងនឹងមិនថាធ្វើបែបណាក៏មិនអាចលុបបំបាត់កំហឹងនេះបាននឹងបានត្រឹមតែទៅបញ្ចេញកំហឹងដាក់អ្នកដទៃជួនកាលកំពុងតែហាត់ជិះដាវក៏ទៅធ្វើដាវគេធ្លាក់ចុះក៏មានដែរនឹងនៅពេលខ្លះទៀតនៅពេលដែលជួបមុខមូរ៉ានស្ដេចហង្សតូចសៀមឹងក៏បើកភ្នែកធំសម្លឹងចង់ទៅកាន់មូរ៉ានដូចចង់ស៊ីសាច់អញ្ចឹងហើយក៏បញ្ចេញសម្លេងមិនពេញចិត្តតាមច្រមុះដើរចេញទៅទាំងទឹកមុខមិនពេញចិត្តចម្ងាយ3យោជន៍មុនបាត់ទៅហើយមូរ៉ានខណៈពេលនេះបន្ទាប់ពីនឹកឃើញរឿងអតីតកាលក៏ធ្វើឲ្យគេបើកភ្នែកឡើងបន្តិចមានអារម្មណ៍ថាមានក្តីសុខនៅក្នុងចិត្តខ្លាំងមែនទែនបាននិយាយទៅគេគឺខានមានក្តីសុខនៅក្នុងផ្លូវលោកបែបនេះគឺយូរមកហើយកណ្ដាលម្នាក់ឯងអស់រយៈពេល10ឆ្នាំព្រមជាមួយនឹងគំនុំសងសឹកនៅពេលនេះបានជួបគ្នាម្ដងទៀតគេមានអារម្មណ៍ថាគឺពិតជាមានក្លិនក្រអូបឈ្ងុយខ្លាំងមែនទែនបន្ទាប់មកសឺម៉ៃក៏បានចុះទៅលើក្នុងសេះហើយក៏បានដោះមុខឃ្លុំនឹងចេញបង្ហាញឲ្យឃើញផ្ទៃមុខដ៏ស្រស់ស្អាតខ្លាំងមែនទែនហើយវាមិនចម្លែកនោះទេដែលគេទៅបំពេញភារកិច្ចទៅខាងក្រៅម្ដងគឺតែងតែពាក់មុខឃ្លុំនឹងជានិច្ចមូរ៉ានគិតនៅចិត្តដែរថានេះគឺជាភាពស្រស់ស្អាតដែលអាចសង្កត់វិញ្ញាណមនុស្សបានមូរ៉ានមានអារម្មណ៍ថាក្នុងចិត្តរបស់គេឡើងវៃអស់ទៅហើយដោយសារតែឃើញសម្រស់របស់ស៊ឺម៉ៃណានេះពិតជាដូចពាក្យចាស់លោកពោលថាស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកមែននេះបន្ទាប់មកស៊ឺម៉ៃក៏បានធ្វើការគោរពទៅកាន់សៀមឹងទៅថាប្រមុខតូចសៀមឹងក៏សួររឿងជួញដូរមនុស្សនោះចាត់ការរួចហើយមែនស៊ឺម៉ៃក៏តបទៅវិញទៅថារឿងហ្នឹងគឺចាត់ការរួចហើយសំណាងល្អដែលមានមូរ៉ានគេទៅជួយហើយគឺពិតជាជួយបានច្រើនខ្លាំងមែនតើលឺស៊ឺម៉ៃនិយាយអញ្ចឹងសៀមឹងក៏បែរមុខសម្លឹងមើលទៅកាន់មូរ៉ានមកផ្លែតកសែភ្នែកដែលសម្លឹងមើលទៅកាន់មូរ៉ានហ្នឹងបញ្ចេញអាចចំហាយស្អប់ខ្ពើមជាខ្លាំងប្រៀបបីដូចជាមានទឹកម៉ាកាថូនហ្នឹងជះទៅកាន់រាងកាយរបស់មូរ៉ានរួចហើយក៏បែរមុខមកវិញភ្លាមបញ្ចេញអាកប្បកិរិយាស្អប់ខ្ពើមបែបលក្ខណៈថាខ្លាចមានរបស់ដែលកខ្វក់មកតោងជាប់ភ្នែករបស់ខ្លួនឯងមកតាមអញ្ចឹងរួចហើយក៏និយាយប្រាប់ទៅកាន់ស៊ឺម៉ៃទៅថាឥឡូវបានហើយឯងទៅសម្រាកចុះនៅលើក្រោយកាត់បន្ថយតំណែងជាមួយនឹងគេខ្លះទៅមនុស្សធ្វើខ្លួនលឹបលើដូចជាចោលបែបនេះមានតំណឯងទៅរៀនតែរឿងដែលមិនល្អទេ
មួយរានបន្តពីលើសៀមឹងនិយាយអញ្ចឹងមានដែរដែលគេព្រមចោះចាញ់ដល់ងាយរួចហើយក៏តទៅកាន់សៀមឹងវិញទៅថាបើមិនឲ្យរៀនតាមយើងឲ្យរៀនតាមឯងមែនយកអាត្រៀតស្មាននេះមិនគិតដេកគិតពួននេះមកស្លៀកពាក់ឈុតប្រយុទ្ធដូចកងោកបើកកតុយដូចសัตว์បាក់សៃដែលលងខ្លួនឯងអញ្ចឹងហើយនៅមានស្អីបិទសំណប់របស់ឋានសួគ៌នោះទៀតហាយើងថាណាឯងគឺដូចជាកូនស្រីសំណប់ទៅវិញទេសៀមឹងមួម៉ៅជាខ្លាំងហើយក៏តទៅវិញទៅថាម៉ូរ៉ានសូមឯងលាងមាត់របស់ខ្លួនឯងឲ្យស្អាតផងនេះគឺជាផ្ទះរបស់យើងឯងគិតថាឯងគឺជានរណាម៉ូរ៉ានក៏ធ្វើអាកប្បកិរិយារាប់ម្រាមដែរហើយក៏តវិញទៅថាយើងគឺជាបងចដូនរបស់ឯងនោះអីបើនិយាយទៅយើងគួរតែចាប់លំដាប់មុនឯងទៅទៀតសៀមឹងមានអារម្មណ៍ថាដូចត្រូវលមួកឆ្កែចំកណ្ដាលមុខហើយក៏តវិញទៅថាអ្នកណាមានបងប្អូនចដូនជាមួយនឹងឯងកុំយកមាសទៅបិទលើកណ្ដាលមុខរបស់ខ្លួនឯងអីនៅក្នុងកសែភ្នែករបស់យើងឯងគ្រាន់តែជាឆ្កែល្មៀលផុកតែប៉ុណ្ណោះហើយបើនិយាយទៅសៀមឹងរបស់យើងម្នាក់នេះគឺតែងតែចូលចិត្តជេរអ្នកដទៃថាឆ្កែខ្លាំងមែនទែនក៏ដូចជាអាឆ្កែអាកូនឆ្កែអាឆ្កែគ្មានតម្លៃអាម៉ែចិញ្ចឹមឆ្កែអាឪឲ្យកំណើតឆ្កែនិយាយរួមទៅឲ្យតែបើកមាត់ឡើងគឺជេរហ្មងដូច្នេះហើយគណៈពេលនេះសម្រាប់ម៉ូរ៉ានគេងវាស៊ាំជាមួយនឹងពាក្យអស់ទាំងនឹងគឺជាយូរណាស់មកហើយទីជាតិទៅហើយដូច្នេះហើយក៏ធ្វើឲ្យគេមានអារម្មណ៍ថាបិទភ្នែកបិទច្រមុះខ្លាំងមែនទែនអត់ចាប់អារម្មណ៍ហ្មងអត់ខ្វល់ហ្មងក៏ប៉ុន្តែកម្មស៊ឺមីឯនោះវិញស៊ឺមីស្ដាប់ហើយមានអារម្មណ៍ថាក្នុងចិនគឺពិតជាតានតឹងខ្លាំងមែនទែនវាស្ដាប់អត់ចូលទៅជាអ្នកទាំងអស់គ្នារួចហើយក៏និយាយដាស់តឿនទៅកាន់សៀមឹងពីវិមាត់ទៅហើយនៅទីបំផុតហ្នឹងសៀមឹងក៏ព្រមបិទមាត់បិទចំពុះដល់ខ្ពង់ខ្ពស់របស់ខ្លួនឯងនៅទីបំផុតបន្ទាប់មកស៊ឺមីក៏ញញឹមបន្តិចរាក់ទាក់ទៅកាន់សៀមឹងតាមរយៈគេឋានៈខ្ពស់អីអញ្ចឹងហើយក៏សួរទៅកាន់សៀមឹងទៅថានេះមេប៉ាក់តូនកំពុងតែរងចាំមនុស្សសៀមឹងទៅតបបើមិនអញ្ចឹងយើងមកមើលខែមែនម៉ូរ៉ានលឺអញ្ចឹងក៏ក្តៅពោះសើចហើយក៏និយាយទៅថាហាយើងថាហើយហេតុអីបានចែងតែងខ្លួនខ្ពស់គួរឲ្យចង់មើលដល់ថ្នាក់ហ្នឹងតាមពិតទៅឯងក៏ណាត់ជួបមនុស្សនេះណាក៏ប៉ុន្តែតើអ្នកណាមានសំណាងអាក្រក់ម្លេះធ្វើឯងគិតដល់ហ្នឹងហើយយើងគឺពិតជាអាណិតនាងមែនណាហាសៀមឹងមុខកាន់តែខ្មៅលើសដើមទៀតគឺខ្មៅងឹតហ្មងមានអារម្មណ៍ថាខឹងឡើងចេញផ្សែងហើយក៏ចង្អុលទៅកាន់ម៉ូរ៉ានទៅថាគឺឯងហ្នឹងហើយអ្នកប្រុសយើងនេះកំពុងតែរងចាំឯងតើឯងយល់យ៉ាងម៉េចដែរម៉ូរ៉ានមានអារម្មណ៍ថាកាំងជាខ្លាំងព្រមជាមួយនឹងស៊ឺមីមានរឿងអីគេអញ្ចេះអូខេអ្នកទាំងអស់គ្នាសម្រាប់ចម្ពោះទី2នេះគឺសូមចប់តែត្រឹមនឹងសិនណាអ្នកទាំងអស់គ្នាហើយមានក៏ចង់និយាយអីច្រើនដែរខ្លាចអ្នកទាំងអស់គ្នាទៅលាន់ហើយមានដឹងថាអ្នកទាំងអស់គ្នាគឺតន្ទឹងរង់ចាំឃ្លីបដែលមានតម្លាក់គឺយូរខ្លាំងមែនតើក៏ប៉ុន្តែទោះជាយ៉ាងណាក៏អរគុណអ្នកទាំងអស់គ្នាដែលរងចាំណាហើយមានក៏ចង់និយាយអីច្រើនដែរខ្លាចអ្នកទាំងអស់គ្នាទៅលាន់ហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងឃ្លីបក្រោយៗទៀតណាបាយ